បាទខ្ញុំបាទសូមជម្រាបសួរអាយដាមបាទខ្ញុំបានឃើញអាយដាមហើយបាទជម្រាបសួរបាទសុខសប្បាយអាយដាមបាទជំរាបសួរលោកសក្ការីយ៉ាបាទអរគុណណាស់ដែលអាយដាមបានចូលរួមនៅក្នុងកម្មវិធីពិភាក្សានៅពេលនេះពេលនេះគឺជារបបនយោបាយថ្មីមួយដែលសាធារណជនពិសេសគឺអ្នកគាំទ្រគណៈបកសង្គ្រោះជាតិអ្នកស្មោះស្ម័គ្រជាមួយគណៈបកសង្គ្រោះជាតិនិយាយរួមអ្នកស្មោះស្ម័គ្រជាមួយអ្នកប្រជាធិបតេយ្យហ្នឹងមានការចាប់អារម្មណ៍មែនតើដែលឃើញដៃគូរបស់អាយដាមនៅក្នុងប្រទេសដែលជាប់ពន្ធនាគារប្រមាណជា10ឆ្នាំមកនេះឥឡូវនេះបានចេញមកវិញមានសេរីភាពហើយថ្មីនេះបានដឹកដៃកូនស្រីឬក៏នាំគ្រួសារទៅជួបលោកហ៊ុនសែននៅឯគេហដ្ឋានក្រោយពីជួបទៀតគឺឃើញថាព្រះមហាក្សត្រក៏បានផ្ដល់ទូរនទីឲ្យកញ្ញាកុម្មុយនីសជាតិដែលជាកូនស្រីច្បងរបស់លោកកឹមសុខាហ្នឹងឲ្យមានទូរនទីជាប្រសិទ្ធពិសេសមានឋានៈសមានរដ្ឋមន្ត្រីជាដើមជាដំបូងនេះសំណួររបស់ខ្ញុំចង់ដឹងពីចំណាប់អារម្មណ៍របស់អាយដាមតើអាយដាមមានចំណាប់អារម្មណ៍ឬមានទស្សនៈបែបណាចំពោះរឿងនេះបាទខ្ញុំអត់មានអត្ថាធិប្បាយអ្វីទេពីព្រោះរឿងដែលសំខាន់មិនមែនរឿងបុគ្គលទេអ្វីដែលសំខាន់គឺគោលការណ៍គឺឧត្តមគតិរបៀបរៀបចំប្រទេសក៏អញ្ចឹងដែរគឺប្រព័ន្ធមិនមែនដូរបុគ្គលនេះដាក់បុគ្គលនោះពីឪមកកូនអីវាគ្មានប្រែប្រួលអីទេបើយើងមិនដូរប្រព័ន្ធហើយបើប្រព័ន្ធពុករលួយប្រព័ន្ធបកពួកនិយមប្រព័ន្ធផ្ដាច់ការប្រព័ន្ធធ្វើឲ្យប្រទេសយើងហិនហោចប្រព័ន្ធធ្វើឲ្យប្រទេសយើងបាត់បង់ទឹកដីប្រព័ន្ធធ្វើឲ្យប្រជារាស្ត្រវេទនាអញ្ចឹងមិនមែនរឿងបុគ្គលទេនៅក្នុងជួរថ្នាក់ដឹកនាំសប្តាហ៍ថ្ងៃមិនមែនរឿងបុគ្គលទេអ្នកណាចង់ទៅចូលរួមជាមួយថ្នាក់ដឹកនាំសប្តាហ៍ថ្ងៃក៏មិនមែនរឿងបុគ្គលដែររឿងប្រព័ន្ធបើយើងចង់ឲ្យប្រទេសយើងល្អប្រសើររីកចម្រើនពិតប្រាកដឲ្យទឹកដីយើងបាននៅគង់វង្សឲ្យមានយុត្តិធម៌ក្នុងសង្គមឲ្យមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដយើងត្រូវតែបដូរប្រព័ន្ធអ្វីដែលយើងនិយាយយើងគួរជឿថាផ្លាស់ប្ដូរហ្នឹងគឺបដូរប្រព័ន្ធមិនមែនសង្កត់ធ្ងន់លើបុគ្គលទេបាទអាដាមជាការពិតណាស់អាដាមបានមានប្រសាសន៍ថាអ្វីដែលសំខាន់គឺជាការបដូរប្រព័ន្ធមិនមែនជាការផ្លាស់ប្ដូរទេក៏ប៉ុន្តែការដែលលោកកឹមសុខាជួបលោកហ៊ុនសែននេះតើជាសេណារីយ៉ូជានយោបាយជារបត់ថ្មីមួយដែលលោកកឹមសុខាកំពុងតែដើរលើកន្លងសន្ទនាដើម្បីបើកផ្លូវឲ្យអ្នកប្រជាធិបតេយ្យប្រកបប្រជែងបាននៅពេលខាងមុខនឹងដល់ធំទេហើយដល់មើលឃើញចំណុចហ្នឹងទេបាទខ្ញុំថាប្រជារាស្ត្រខ្មែរលោកយល់ច្បាស់ខ្លួនលោកប្រជារាស្ត្រខ្មែរលោកចេះគិតខ្លួនលោកនឹងធ្វើវិភាគយោងព័ត៌មានដែលទទួលបានជាបន្តបន្ទាប់ប្រជារាស្ត្រខ្មែរលោកនឹងធ្វើវិភាគខ្លួនលោកយើងនឹងឃើញទាំងអស់គ្នាប៉ុន្តែបើយើងមិនទាន់បានទទួលព័ត៌មានគ្រប់គ្រាន់ណាមិនទាន់ដឹងថាវាមានលក្ខណៈយ៉ាងម៉េចវាមានទំហំយ៉ាងម៉េចវាមានកម្រិតដល់ណាបើយើងធ្វើវិភាគពេលនេះដូចជាវាឆាប់រហ័សពេកដល់តែយើងមើលស្ថានភាពគ្រប់ជ្រុងជ្រោយសិនតែទោះជាខ្ញុំនិយាយអំបញ្ញមិញដូចខ្ញុំនិយាយអំបញ្ញមិញទោះជាបុគ្គលណាធ្វើសេចក្តីសម្រេចបែបណាអានឹងជាសិទ្ធិសេរីភាពរបស់គេទេតើយើងអ្វីដែលសំខាន់យើងត្រូវតែរក្សាឧត្តមគតិដើមរបស់យើងត្រូវតែទាមទារឲ្យមានការផ្លាស់ប្ដូរពីព្រោះប្រព័ន្ធដឹកនាំប្រទេសសប្តាហ៍ថ្ងៃគឺធ្វើឲ្យប្រទេសយើងហិនហោចរហូតដល់ទៅរលាយដូចជាការបាត់បង់ទឹកដីដូច្នេះអ្វីដែលសំខាន់គឺយើងត្រូវរក្សាឧត្តមគតិដើមរបស់យើងឧត្តមគតិគណៈបកសង្គ្រោះជាតិដែលប្រជារាស្ត្ររាប់លានអ្នកបានគ្រប់គ្រងគឺឧត្តមគតិរបស់យើងហើយយើងចង់រួបរวมជាតិណាប៉ុន្តែយើងត្រូវតែសួរខ្លួនយើងថារួបរวมលើមូលដ្ឋានអ្វីរួបរวมដើម្បីធ្វើអ្វីជាមួយគ្នាយើងចង់ឲ្យមានការរួបរวมជាតិលើមូលដ្ឋានប្រជាធិបតេយ្យលើមូលដ្ឋានយុត្តិធម៌សង្គមលើមូលដ្ឋានសេរីភាពមិនទៅរួបរวมទៅចាប់ដៃទៅបំរើជនផ្ដាច់ការជនពុករលួយជនបំផ្លាញជាតិអានឹងមិនហៅថារួបរวมទេរួបរวมបែបហ្នឹងអត់បានការទេរួបរวมបែបហ្នឹងគឺអាក្រក់សម្រាប់ប្រទេសជាតិទៅវិញទេបាទអរគុណច្រើនអាដាមអាដាមមានប្រសាសន៍ផ្ដោតសំខាន់ទៅលើការរក្សាឧត្តមគតិដើមរបស់សង្គ្រោះជាតិរបស់គណៈបកសង្គ្រោះជាតិហើយការរួបរวมហ្នឹងគឺ
ត្រូវតែរក្សានៅឧត្តមគតិដើមគឺឆន្ទៈដើម្បីសង្គ្រោះជាតិនឹងនៅពេលបន្តិចនេះខ្ញុំនឹងសួរអាដាមផ្ដោតសំខាន់ទៅលើថាតើអាដាមមានយុទ្ធសាស្ត្រអ្វីដើម្បីប្រមូលផ្ដុំនិងពង្រឹងកម្លាំងសង្គ្រោះជាតិនឹងឡើងវិញឲ្យបានប៉ុន្តែនៅក្នុងរយៈពេលប្រហែលថ្ងៃនេះគឺមានការវិភាគជាច្រើនពីអ្នកពិសេសគឺហាក់បីដូចជាមានការអស់សង្ឃឹមពីអ្នកគ្រប់គ្រងគណៈបកសង្គ្រោះជាតិផងអ្នកខ្លះលះបង់ដើម្បីជាប់គុកជាប់ច្រវាក់ចង់10ឆ្នាំ6ឆ្នាំ7ឆ្នាំដោយសារស្មោះស្ម័គ្រនឹងសង្គ្រោះជាតិព្រឹកទៅវិញមានមេដឹកនាំដែលជាសម្ព័ន្ធភាពរបស់អាយដាមហ្នឹងបានទៅចាប់ដៃជាមួយលោកហ៊ុនសែនអីទៅវិញហើយនិវិភាគមួយចំនួនបានលើកឡើងថានេះគឺជាយុទ្ធសាស្ត្រដដែលរបស់លោកហ៊ុនសែនគឺយុទ្ធសាស្ត្រ defeat ដើម្បីបំបាក់កំទេចកម្លាំងអ្នកប្រជាធិបតេយ្យតែម្ដងចំពោះបញ្ហានេះអាយដាមមើលឃើញថាតើលោកហ៊ុនសែនកំពុងតែប្រើយុទ្ធសាស្ត្រនេះដើម្បីបំបាក់សង្គ្រោះកម្លាំងប្រជាជាតិទេបាទយើងត្រូវពិនិត្យស្ថានភាពទូទៅបរិបទសប្តាហ៍លោកហ៊ុនសែនគាត់ដឹងខ្លួនថាគាត់ទាល់ច្រកគឺបញ្ហាព័ទ្ធជុំវិញគាត់មិនអាចដោះស្រាយបានទេរបបហ៊ុនសែនគឺវាយើងថាដល់ទីបញ្ចប់របស់វាហើយពេលនេះអញ្ចឹងបានលោកហ៊ុនសែនគាត់ស្លន់ស្លោគាត់ទៅចាប់នេះចាប់នោះដើម្បីបំភាន់សាធារណមតិទាំងជាតិទាំងអន្តរជាតិហើយដើម្បីបង្វែរដានផងបង្វែរដានរឿងជាតិរឿងដែលយើងគិតយកមកគិតពិចារណារកដំណោះស្រាយពិតប្រាកដតែគាត់មិនអាចរកដំណោះស្រាយបានណាដោយរឿងទឹកដីដែលយើងបាត់បង់ទឹកដីទាំងឪទាំងកូនគឺអសមត្ថភាពធ្វើឲ្យប្រទេសបាត់បង់ទឹកដីហើយធ្វើពងើយទៅនិយាយពីរឿងឯណាឆ្កយអត់ប្រយោជន៍រឿងធ្ងន់ធ្ងរអត់ដោះស្រាយរឿងមួយទៀតដល់ធ្ងន់ធ្ងររឿងឆោបោកឥឡូវនេះយើងស្ដាប់ព័ត៌មានអមាញ់មិញណាអាជ្ញាធររដ្ឋាភិបាលទូទាំងពិភពលោកគេកំពុងតែចាត់វិធានការកាន់តែខ្លាំងឡើងដើម្បីកម្ចាត់ពួកអក្រិតជនឆោបោកឆ្លងដែនហៅថា scam online អីគេនោះបាទហើយអ្នកណាក៏ដឹងដែរគឺរបបហ៊ុនសែនខ្លួនឯងអ្នកដែលនៅជុំវិញហ៊ុនសែនហ្នឹងគឺពាក់ព័ន្ធយ៉ាងជ្រៅយ៉ាងជិតស្និទ្ធជាមួយពួកអក្រិតជនអញ្ចឹងនឹងមានវិធានការកម្ចាត់អក្រិតជនពួកឆោបោកតែកម្ចាត់អក្រិតជនទាំងនោះគឺវាដោយទាំងហ៊ុនសែនហើយដោយទាំងហ៊ុនសែនហ៊ុនតូលអីអុកញ៉ាអីប្រមាណលីយងផាត់កុកអានអីដែលនៅជុំវិញហ៊ុនសែនដែលផ្ដល់លុយឲ្យហ៊ុនសែនណាអញ្ចឹងហ៊ុនសែនគាត់ដឹងថាជឿមិនផុតទេគាត់គិតមិនរួចទេគេកម្ចាត់អក្រិតជនពួកឆោបោកពេលណាគឺវាដោយនឹងគ្នាគាត់ដោយនឹងបកពួកគាត់ឲ្យដោយទាំងខ្លួនគាត់ផងអញ្ចឹងហើយបានគាត់ស្លន់ស្លោឬគាត់ទៅចាប់អ្នកនេះចាប់អ្នកនោះថាបង្កើតព្រឹត្តិការណ៍អីអ្នកណាចោះចូលគាត់អីប៉ុន្តែខ្មែរយើងវាចេះគិតតែបន្តិចណាគ្មានអ្នកណាត្រូវទៅចោះចូលជាមួយហ៊ុនសែនដែលរបបគាត់ដល់ទីបញ្ចប់គាត់ស្រវាគាត់ទៅតោងគេតោងឯងតើតែយើងវាអត់ផ្លូវដើរខ្លួនយើងដែរបានយើងទៅចាប់ដៃជាមួយហ៊ុនសែនបាទអាដាមមានប្រសាសន៍ថារបបលោកហ៊ុនសែននេះមានន័យថាកំពុងទាល់ច្រកសវេសវ៉ាតោងនេះតោងនោះប៉ុន្តែផ្ទុយទៅវិញយើងមើលឃើញថានេះគឺជាយុទ្ធសាស្ត្ររបស់ហ៊ុនសែនមួយនៅពេលទាល់ច្រកខ្ញុំនៅចាំបានថានៅឆ្នាំ2002ក្រោយការបោះឆ្នោតសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យគឺរវាងអាយដាមនិងដៃក្រមព្រះរវាងគណៈបកសំរងស៊ីនិងគណៈបកហ្វុនពេជ្រជំនាន់នោះគឺខ្លាំងមែនទែនសម្ព័ន្ធភាព2002ហើយនៅក្នុងបទសម្ភាសន៍មួយជាមួយអ្នកសារព័ត៌មានកាលនោះខ្ញុំជាអ្នកដែលចូលអាជីពសារព័ត៌មានដំបូងដែលខ្ញុំក៏នៅក្នុងព្រឹត្តិការណ៍សម្ភាសន៍អាយដាមដែរនៅវាលស្បូវមុខដំណាក់របស់អ្នកក្រមព្រះនៅពេលហ្នឹងក្រោយពីសម្ដេចក្រមព្រះបានជួបលោកហ៊ុនសែនហើយអាយដាមបានទៅជួបលោកក្រមព្រះដល់ដំណាក់បើខ្ញុំចាំមិនច្រឡំគឺច្បាស់គឺអាយដាមបានទៅជួបហើយអាយដាមបានផ្ដល់បទសម្ភាសន៍អំពីបញ្ហាសម្ព័ន្ធភាពនេះមិនខុសគ្នាអ្វីដែលលោកហ៊ុនសែនទាល់ច្រកនៅពេលនេះហើយចាប់សវេសវ៉ាចាប់លោកកឹមសុខាហើយជាយុទ្ធសាស្ត្រមួយដដែលដើម្បីបំបាក់ពេលនោះទាំងអាយដាមទាំងអ្នកកំប្រេតថាមិនបែកបាក់ទេសម្ព័ន្ធភាពប៉ុន្តែចុងក្រោយទៅគឺនៅតែបែកបាក់តើនេះគឺជាជំហានមួយមេរៀនចាស់ដែលកំពុងកើតឡើងចំពោះអាយដាមទេមិនមែនចំពោះខ្ញុំទេចំពោះអ្នកដទៃទៀតខ្ញុំអត់មានប្រែប្រួលទេចិត្តខ្ញុំនៅតែដដែលឧត្តមគតិខ្ញុំនៅតែដដែលការតស៊ូរបស់ខ្ញុំនៅតែដដែលតែចំពោះអ្នករេឆ្វេងរេស្ដាំអានឹងយើងឃើញផលវិបាកហើយផលវិបាកថាខ្លួនឯងនឹងបើយើងមិនស្មោះត្រង់យើងមិនស្វាមីភក្តិចំពោះជាតិចំពោះប្រជារាស្ត្រដែលបានផ្ដល់សេចក្តីទុកចិត្តឲ្យយើងបោះឆ្នោតឲ្យយើងហើយយើងទៅក្បត់ឆន្ទៈប្រជារាស្ត្រ
អ្នកនោះនឹងទទួលផលខ្លួនឯងហើយយើងមើលតើហ៊ុនស៊ីនពេចខ្លាយទៅជាអ្វីសម្ដេចក្រមព្រះនរោត្តមរណរដ្ឋខ្លាយទៅជាអ្វីក្រោយពីលោកបោះបង់ជំហរដើមរបស់លោកទៅចាប់ដៃជាមួយហ៊ុនសែននោះបាទអាដាមមួយទៀតដំណាក់កាលនៅពេលនេះមានន័យថាតើសម្ព័ន្ធភាពរវាងអាដាមនិងលោកកឹមសុខាបញ្ចប់ក្នុងទេដូចខ្ញុំនិយាយបាញ់មិញអញ្ចឹងយើងមិនដឹងថាការយោគយល់កិច្ចព្រមព្រៀងសេចក្តីសម្រេចនឹងវាមានលក្ខណៈយ៉ាងដូចម្ដេចវាស៊ីជម្រៅយ៉ាងដូចម្ដេចវាមានទំហំដល់ណាវានាំទៅការវិវត្តអ្វីតទៅទៀតយើងអត់ទាន់ដឹងទេអញ្ចឹងខ្ញុំសុខចិត្តមិនទៅទស្សទាយមិនអីទេខ្ញុំគ្រាន់តែនិយាយជាគោលការណ៍គឺគណៈបកសង្គ្រោះជាតិនៅតែគណៈបកសង្គ្រោះជាតិហ៊ុនសែនរំលាយគណៈបកសង្គ្រោះជាតិរំលាយតែនៅលើក្រដាស់ទេតែនៅក្នុងដួងចិត្តបេះដូងប្រជារាស្ត្រខ្មែរដែលស្រឡាញ់ប្រជាធិបតេយ្យស្រឡាញ់សេរីភាពស្រឡាញ់យុត្តិធម៌គឺគណៈបកសង្គ្រោះជាតិនៅរស់រវើកហើយការតស៊ូរបស់យើងលើឆាកនយោបាយជាតិនិងអន្តរជាតិយើងត្រូវធ្វើយ៉ាងម៉េចឲ្យគណៈបកសង្គ្រោះជាតិរស់ឡើងវិញដំណើរការឡើងវិញយើងឃើញថាជំហរលោកហ៊ុនសែនគាត់ឲ្យលោកកឹមសុខាណារួចខ្លួនមានសិទ្ធិអីឡើងវិញស្ទើរតែដូចមុនទាំងអស់អញ្ចឹងមានន័យថាអ្វីដែលគាត់ចោទប្រកាន់គណៈបកសង្គ្រោះជាតិចោទប្រកាន់តាមរយៈលោកកឹមសុខាណាគឺចោទខុសបើលោកកឹមសុខាគាត់រួចខ្លួនគាត់អត់មានទោសពីគាត់មានសិទ្ធិសេរីភាពធ្វើអ្វីបានដូចមុនអញ្ចឹងអ្នកគ្រប់គ្រងគណៈបកសង្គ្រោះជាតិទាំងអស់អ្នកដឹកនាំគណៈបកសង្គ្រោះជាតិទាំងអស់ត្រូវតែរួចខ្លួនដែរត្រូវតែទម្លាក់ចោលការចោទប្រកាន់ត្រូវតែថ្នាក់ដឹកនាំសហគណៈបកសង្គ្រោះជាតិគ្រប់ជាន់ថ្នាក់ណាថ្នាក់ជាតិរហូតទៅដល់ថ្នាក់មូលដ្ឋានក្រុមប្រឹក្សាឃុំសង្កាត់ប្រមាណ1000នាក់ដែលទៅប្លន់តំណែងពីគេត្រូវសងតំណែងមកអ្នកដែលជាប់ឆ្នោតណាដែលជារាជបោះឆ្នោតឲ្យព្រោះត្រូវទទួលស្គាល់ថាអ្វីដែលធ្វើចំពោះលោកកឹមសុខាចោទប្រកាន់ថាលោកកឹមសុខាស្អីក្បត់ជាតិចូលដៃជាមួយអាមេរិកកាំងចង់ផ្ដួលរំលំរដ្ឋាភិបាលហ៊ុនសែនហើយយកលេសនេះមករំលាយគណៈបកសង្គ្រោះជាតិឥឡូវនេះវាអស់មានលេសនឹងហើយអញ្ចឹងបើកឹមសុខារួចខ្លួនត្រូវគណៈបកសង្គ្រោះជាតិដំណើរការឡើងវិញបាទអាដាមបើលោកកឹមសុខារួចខ្លួនអាដាមកឹមសុខារួចខ្លួនគណៈបកសង្គ្រោះជាតិត្រូវដំណើរការឡើងវិញតើនេះជាចំពោះអាដាមតើគាត់ថាជាជំហានមួយកំពុងតែរស់ឡើងវិញទេបើតាមការលើកឡើងអះអាងរបស់លោកហ៊ុនម៉ាណែតជាលើកដំបូងនៃព្រឹកមិញនេះនៅក្នុងពិធីជួបអាចារ្យនេះលោកហ៊ុនម៉ាណែតបានលើកឡើងថាការផ្ដល់ទូនាទីឲ្យកញ្ញាកឹមមនោវិជ្ជាហ្នឹងគឺជាការផ្ដល់ទូនាទីដើម្បីជួយប្រទេសជាតិទេហើយជាយន្តការប្រើប្រាស់វប្បធម៌សន្តានាកុំមនោវិជ្ជានៅតែនៅក្នុងគណៈបកផ្សេងគ្នាមិនមែនចូលមកគណៈបកប្រជាជនកម្ពុជានោះទេប្រហែលជាលោកចង់សម្ដៅលើរឿងហ្នឹងចិត្តដើម្បីឲ្យច្បាស់សូមទាំងអស់គ្នាទាំងអាយដាមស្ដាប់ការអះអាងរបស់លោកហ៊ុនម៉ាណែតបន្តិចសិនបាទខ្ញុំបញ្ជូនសារទៅអស់លោកប្រហែលថ្ងៃនេះឃើញថាស្អីតកូលកឹមតកូលហ៊ុនតកូលអីអស់តម្លៃហើយចុះទស្សនៈដើម្បីប្រទេសជាតិធ្វើសកម្មភាពដើម្បីប្រទេសជាតិតាមវិធីសាស្ត្រការនិយាយគ្នាគេចង់បានសន្តិភាពគេចង់បាននៅការឯកភាពជាតិនៅក្នុងដំណាក់កាលដែលមានការជលពីដល់ពេលយើងបើកច្រកទទួលទៅជារឿងអីផ្សេងឥឡូវគេលិខិតណាបណ្ដេញចេញស្អីចោតប្រកាន់ស្អីខ្ញុំថាបើសិនជាមានឆន្ទៈពិតប្រាកដខ្ញុំប្រាប់គាត់ថាឲ្យមានឆន្ទៈពិតប្រាកដនិយមន័យឲ្យទូលំទូលាយគ្រប់គ្នាទៅវិញទៅមកកុំមកជេរខ្ញុំថាអត់បើកច្រកតែអ្នកឯងជេរខ្ញុំរាល់ថ្ងៃហើយថាមិនព្រមទទួលស្អីបើគ្រាន់តែលុកដៃទៅផ្ទះកំលៀងអីរហូតអត់ស្ដាប់មួយថ្ងៃឮថាមេដឹកនាំចៅមកទៀតលាលែងទៅអើហើយអញ្ចឹងខ្លួនឯងបិទច្រកមិនធ្វើការជាមួយគេម្ដុំកឹមសុខាកូនគាត់ចូលមកគាត់នៅបាក់ផ្សេងគាត់មាននីតិការផ្សេងឥឡូវចូលមកធ្វើប្រិសិទ្ធរបស់ខ្ញុំអត់បានតែងតាំងគាត់ជារដ្ឋមន្ត្រីក្នុងជួររដ្ឋាភិបាលរដ្ឋាភិបាលជាប្រិសិទ្ធវាត្រូវមានទីតមួយដើម្បីមានទម្ងន់ទៅធ្វើការមួយគេនៅក្រៅប្រទេសបាទអាដាមយល់ឃើញយ៉ាងម៉េចចំពោះការលើកឡើងរបស់លោកហ៊ុនម៉ាណែតនេះបាទខ្ញុំនិយាយយ៉ាងបាញ់ហើយអ្វីដែលសំខាន់គឺគោលការណ៍គឺប្រព័ន្ធគោលការណ៍ប្រជាធិបតេយ្យប្រព័ន្ធប្រជាធិបតេយ្យបើទៅបំរើជនផ្ដាច់ការក្នុងប្រព័ន្ធផ្ដាច់ការប្រព័ន្ធដែលធ្វើឲ្យយើងបាត់បង់ទឹកដីឥឡូវអ្នកណាទៅ
ជួយហ៊ុនម៉ាណែតទៅបានដណ្ដើមទឹកដីមកវិញឯអ្នកណាទៅជួយចូលជាមួយរដ្ឋាភិបាលហ៊ុនម៉ាណែតតើកម្ចាត់ចោលអស់ទេចោលដែលធ្វើឲ្យប្រទេសកម្ពុជាខូចឈ្មោះចោលដែលឥឡូវនេះធ្វើឲ្យសេដ្ឋកិច្ចយើងនឹងធ្លាក់ចុះគឺយើងអស់អ្នកវិនិយោគត្រឹមត្រូវយើងអស់ទេសចរប្រជារាស្ត្របាត់បង់ប្រាក់ចំណូលតើដោះស្រាយកើតទេបញ្ហាដែលយើងរស់ជាមួយចោលរស់ដោយសារចោលឲ្យយើងទៅចូលជាមួយហ៊ុនម៉ាណែតដូចយើងទៅចូលជាមួយចោលអញ្ចឹងយើងត្រូវដូរប្រព័ន្ធហ្នឹងប្រព័ន្ធដឹកនាំសប្តាហ៍ហ្នឹងអត់មានទៅពង្រឹងប្រព័ន្ធហ្នឹងអត់មានទៅធ្វើការក្នុងប្រព័ន្ធហ្នឹងទេវាគ្មានន័យវាមិនមែនត្រឹមតែគ្មានន័យទេវាខូចប្រយោជន៍បើយើងទៅចូលដៃជាមួយចោលយើងទៅការពារទាំងនៅក្នុងប្រទេសទៅក្រៅប្រទេសយើងទៅការពាររបបដែលបំផ្លាញជាតិអានឹងយើងអត់មានជួយជាតិអីកន្លែងណាទេមានតែជន់ពន្លិចជាតិយើងថែមទៀតបាទអញ្ចឹងនិយាយដោយខ្លីមកការដែលអាដាមលើកឡើងថាការចូលជាមួយចោលជាមួយប្រព័ន្ធផ្ដាច់ការនេះគឺអត់ចំណេញទេនិយាយដោយខ្លីតើអាដាមគ្រប់គ្រងទេសកម្មភាពនេះឬក៏មិនគ្រប់គ្រងគ្រប់គ្រងនៅសកម្មភាពកុំមនុស្សចិត្តទទួលយកទូនទីទេអត់ទេខ្ញុំអត់មានយោបល់ទេខ្ញុំថាហ្នឹងសិទ្ធិសេរីភាពម្នាក់ប៉ុន្តែជាគោលការណ៍ហើយគោលការណ៍ហ្នឹងវាអនុវត្តចំពោះបុគ្គលទាំងអស់ណាមិនមែនចំពោះបុគ្គលណាម្នាក់ទេខ្ញុំយល់ឃើញថាពេលនេះណាទៅបំរើរបបហ៊ុនសែនទៅចូលក្នុងរដ្ឋាភិបាលហ៊ុនសែនគឺជាការជន់ពន្លិចជាតិយើងកំពុងតែហិនហោចបើយើងទៅចូលទៅបំរើហ៊ុនសែនហ៊ុនម៉ាណែតមានន័យថាអូយើងទទួលស្គាល់ហើយហ៊ុនម៉ាណែតនឹងបកកាយការពារទឹកដីបកកាយកន្លែងណាបើបាត់បង់ទឹកដីទាំងខាងលិចទាំងខាងកើតទាំងឪទាំងកូនធ្វើឲ្យប្រទេសយើងហិនហោចអស់ព្រៃឈើប្រជារាស្ត្រអស់ដីបាត់បង់ជីវភាពឥឡូវយើងទៅបំរើទៅជួយរបបហ្នឹងជួយមានប្រយោជន៍អីអានោះប្រយោជន៍ខ្លួនឯងហ្នឹងខ្ញុំមិននិយាយទេប៉ុន្តែសម្រាប់ប្រទេសជាតិណាវាអានោះវាជន់ពន្លិចជាតិយើងថែមទៀតទេអញ្ចឹងហើយបានខ្ញុំសូមអំពាវនាវណាឥឡូវសូមឆ្លៀតឱកាសនេះអំពាវនាវឲ្យបងប្អូនជនរួមជាតិយើងទាំងអស់ណាគ្រប់និន្នាការនយោបាយនៅក្នុងជួរគណៈបកថ្មីគណៈបកចាស់ទាំងអស់អត់មានគណៈបកក៏ដោយបើយើងស្រឡាញ់ជាតិពិតប្រាកដណាយើងចង់ដោះស្រាយបញ្ហាជាតិណាมันអាចដោះស្រាយជាមួយហ៊ុនសែនកើតទេ30-40ឆ្នាំហើយជាតិយើងរលាយបាត់បង់ទឹកដីប៉ុណ្ណឹងយើងល្មមយល់ហើយពីព្រោះហ៊ុនសែនហើយតកូលគាត់ណាគាត់ស្រឡាញ់អំណាចជាងស្រឡាញ់ទឹកដីគាត់ឲ្យបរទេសធ្វើអីធ្វើទៅយកអីយកទៅយើងបាត់បង់ទឹកដីដល់ណាដល់ទៅគាត់អត់ខ្វល់ទេឲ្យតែគាត់បានរក្សាអំណាចគាត់ឲ្យជាតិយើងហិនហោចគាត់អត់ខ្វល់អញ្ចឹងក្នុងន័យហ្នឹងកលតិសៈបែបហ្នឹងយើងទៅបំរើហ៊ុនសែនទៅចូលដៃជាមួយហ៊ុនសែនហ៊ុនម៉ាណែតតកូលឪកូននេះតើយើងគិតខ្លួនយើងទៅខ្ញុំជឿថាប្រជារាស្ត្រលោកយល់ច្បាស់ហើយពេលវេលាបោះឆ្នោតមកដល់ណាគឺម្នាក់យល់ច្បាស់ក្នុងចិត្តរបស់គេទោះជាហ៊ុនសែនគម្រាមកំហែងចាប់ដាក់គុកមិនឲ្យយើងបញ្ចេញមតិមិនឲ្យយើងនិយាយការពិតណាតែក្នុងចិត្តរបស់យើងដឹងអ្វីល្អអ្វីអាក្រក់អ្វីសអ្វីខ្មៅយើងនឹងសម្រេចបោះឆ្នោតទៅអញ្ចឹងបានរឿងបោះឆ្នោតនេះណារឿងបោះឆ្នោតនេះយើងត្រូវជំរុញឲ្យមានការបោះឆ្នោតត្រឹមត្រូវកលតិសាសនេះគឺល្អមែនទែនពេលដែលរបបហ៊ុនសែនទាល់ច្រកគាត់ទទួលសម្ពាធខ្លាំងណាស់គាត់សវេសវាលចង់តោងនេះតោងនោះណាប៉ុន្តែអ្នកដែលឲ្យគាត់តោងឲ្យគាត់នឹកស្មានថាតោងគេបានគេដាក់លក្ខខណ្ឌគេសង្កត់គាត់ឲ្យដោះលែងអ្នកទោសនយោបាយដោះលែងម្ដងមួយយើងឃើញហើយជាបន្តបន្ទាប់ហើយនឹងឲ្យមានវិធានការបើកចំហឲ្យសិទ្ធិសេរីភាពសម្ដែងមតិឲ្យទូលំទូលាយហើយនឹងជំរុញឲ្យមានការបោះឆ្នោតខាងមុខនេះវាមានតម្លាភាពជាងមុនអញ្ចឹងកលតិសាសនេះណាគឺអំណោយផលឲ្យអ្នកដែលស្រឡាញ់ជាតិអ្នកប្រជាធិបតេយ្យឲ្យនៅស្មោះត្រង់កុំសវេសវាទៅរត់ចូលហ៊ុនសែនពេលនេះហ៊ុនសែនទឹកចូលចំោះខ្លួនគាត់ហើយអញ្ចឹងយើងត្រូវឆ្លៀតឱកាសនេះពង្រឹងកម្លាំងស្នេហាជាតិកម្លាំងប្រជាធិបតេយ្យសេចក្តីអំពាវនាវរបស់ខ្ញុំសូមជម្រាបដល់បងប្អូនជនជាតិទាំងអស់អ្នកដែលតស៊ូជាមួយគ្នា20-30ឆ្នាំក្នុងជួរគណៈបកសំរងស៊ីក្នុងជួរគណៈបកសង្គ្រោះជាតិក្នុងជួរគណៈបកអ៊ីផ្សេងទៀតទាំងអស់ណាយើងត្រូវតែរួមកម្លាំងគ្នាគឺចលនាមានតែពីរចលនាអ្នកមានអំណាចគេប្រើអំណាចគេប្រើកម្លាំងបាយគេប្រើទឹកលុយអានឹងខាងគេមកខាងទៅតែអ្នកស្នេហាជាតិអ្នកប្រជាធិបតេយ្យយើងប្រើទឹកចិត្តយើងមានតែទឹកចិត្តទេតែខ្ញុំជឿថាកម្លាំងចិត្តឈ្នះកម្លាំងលុយ
យើងអត់ធ្វើការឲ្យហ៊ុនសែនឲ្យហ៊ុនសែនចិញ្ចឹមយើងរស់ដោយសារហ៊ុនសែនឲ្យរស់ក៏រស់ទៅហ៊ុនសែនមិនឲ្យរស់ក៏ពិបាកទៅហ៊ុនសែនវាស់ផ្លូវឲ្យដើរយើងអត់ធ្វើការឲ្យហ៊ុនសែនវាស់ផ្លូវយើងឲ្យដើរទេផ្លូវដែលយើងដើរណាគឺផ្លូវស្នេហាជាតិផ្លូវប្រជាធិបតេយ្យផ្លូវនេះយើងវាស់ខ្លួនយើងដើរខ្លួនយើងអត់មានឲ្យហ៊ុនសែនវាស់ផ្លូវឲ្យយើងដើរទេបាទអរគុណច្រើនអាដាមនៅពេលបន្តិចនេះខ្ញុំនឹងសួរអាដាមថាតើអាដាមមានយុទ្ធសាស្ត្រអីដើម្បីពង្រឹងអ្នកប្រជាធិបតេយ្យក៏ប៉ុន្តែនៅមុននេះទោះបីជាអាដាមមិនបញ្ជាក់ថាមិនគ្រប់គ្រងក៏ដោយប៉ុន្តែក្នុងន័យរបស់អាដាមស្មើនឹងមិនគ្រប់គ្រងនឹងការចូលជាមួយដៃរបស់លោកចូលទៅជួយរដ្ឋាភិបាលរបស់លោកហ៊ុនម៉ាណែតនេះអាដាមតើហេតុអីបានជាអាដាមមើលឃើញថាក្នុងដំណាក់កាលពេលនេះអ្នកប្រជាធិបតេយ្យមិនត្រូវជួយលោកហ៊ុនម៉ាណែតពីព្រោះថាលោកហ៊ុនម៉ាណែតបានលើកឡើងថានេះគឺជាវិធីមួយតាមរយៈបព្វធម៌សន្តានាហើយជួយស្ដារប្រទេសជាតិដើម្បីរំដោះប្រទេសជាតិពីការឈ្លានពានទឹកដីផងដើម្បីតាក់ទាញយកអ្នកវិនិយោគផងនោះហេតុអីបានជាអាដាមគិតថាវាជារឿងមិនល្អទៅវិញបាទខ្ញុំស្គាល់កាយហ៊ុនសែនហើយនិយមន័យដែលគាត់ឲ្យថាវប្បធម៌សន្តានាណាសន្តានាជាមួយគាត់នោះទៅចុះចូលគាត់ទាល់តែធ្វើតាមគាត់អានឹងបានគាត់ហៅថាសន្តានាបើយើងមានគំនិតផ្សេងពីគាត់ហើយហ៊ានប្រឆាំងគាត់អានឹងគាត់ថាអត់សន្តានានេះចាប់ដាក់គុកវិញឈប់សន្តានាចាប់ដាក់គុកវិញឥឡូវនេះគាត់ប្រមូលថាសន្តានាប៉ុន្តែសន្តានាអានឹងគាត់យកនិយមន័យរបស់គាត់ណាគឺតាមគាត់ទៅសន្តានាតាមគាត់អានឹងបានបនស័កអីលុយកាក់អីបានចំណេញខ្លួនឯងខ្លះប៉ុន្តែអត់មានចំណេញជាតិកន្លែងណាទេធ្វើឲ្យជាតិយើងកាន់តែហិនហោចទៅហ្នឹងខ្ញុំសូមឆ្លើយប្រាប់ទៅហ៊ុនម៉ាណែតឲ្យមែនតើឆ្លើយទៅគាត់វិញថាខ្ញុំស្គាល់កាយហ៊ុនសែនឯងច្បាស់ហើយអាសន្តានារបៀបដែលហ៊ុនសែនឯងយល់សន្តានាទៅចុះចូលជាមួយហ៊ុនសែនឯងហ្នឹងតើតាមហ៊ុនសែនឯងហ្នឹងតែបើហ៊ុនសែនឯងធ្វើអាក្រក់បែបហ្នឹងតើឲ្យយើងតាមហ៊ុនសែនឯងយ៉ាងម៉េចយើងមិនអាចតាមទេដូច្នេះយើងត្រូវតែតស៊ូប្រឆាំងរបបហ៊ុនសែនឯងហ្នឹងយើងអត់និយាយពីរឿងបុគ្គលទេត្រូវដូរប្រព័ន្ធដែលមានឪកូនជានិមិត្តរូបហ្នឹងគឺប្រព័ន្ធហ្នឹងជាអាក្រក់ជាទីបំផុតដែលយើងមិនត្រូវទុកហើយយើងមិនត្រូវទៅបំរើដាច់ខាតបាទអរគុណអាដាមនៅវគ្គបញ្ចប់នេះខ្ញុំនឹងសួរអាដាមអំពីថាធ្វើម៉េចដើម្បីដូរប្រព័ន្ធនឹងបានដូរប្រព័ន្ធផ្ដាច់ការនឹងបានហើយតើអាដាមមានយុទ្ធសាស្ត្រអ្វីដើម្បីប្រមូលផ្ដុំអ្នកប្រជាធិបតេយ្យឲ្យរឹងមាំឡើងវិញនៅស្របពេលដែលលោកហ៊ុនសែនកំពុងតែប្រើយុទ្ធសាស្ត្រ defeat ដើម្បីមកកំទេចអ្នកប្រជាធិបតេយ្យនេះហើយអាដាមមានប្រសាសន៍ថាមិនជឿដោយសារអាដាមមានបទពិសោធន៍នយោបាយជាដៃគូតតាំងដែលហ៊ានប្រឆាំងមកលោកហ៊ុនសែនហ្នឹងជាច្រើនឆ្នាំមកតាំងពីបើមើលអំពីស្ថានភាពដែលអាដាមមានប្រសាសន៍ថាលោកហ៊ុនសែនសវេសវ៉ាហើយចុងក្រោយហ្នឹងហាក់បីដូចជាបន្ធូរហើយអស់ទាញអ្នកប្រជាធិបតេយ្យបំបាក់ហ្នឹងគឺពីដំណាក់កាលធំបើតាមខ្ញុំចាំឆ្នាំដូចជា98ក្រោយការបោះឆ្នោតហ្នឹងលោកហ៊ុនសែនហាក់បីដូចជាបន្ធូរបន្ថយដោះលែងអ្នកទោសហើយក្រោយពី97នៅមុនបោះឆ្នោត98បន្ទាប់មកគឺ2002លោកហ៊ុនសែននឹងបន្ធូរបន្ថយហើយក៏បំបាក់សម្ព័ន្ធភាពរបស់អាយដាមតលបានមុននឹងដល់ដំណាក់កាលខ្ញុំសួរតើត្រូវធ្វើបែបណាហ្នឹងខ្ញុំចង់រំលឹកឡើងវិញអំពីការបដិញ្ញាចិត្តរបស់អាយដាមជាមួយលោកកឹមសុខាអំពីសម្ព័ន្ធភាពដែលចងជាមួយគ្នារវាងគណៈបកសិទ្ធិមនុស្សនិងគណៈបកសំរងស៊ីហើយបដូរឈ្មោះទៅជាគណៈបកសង្គ្រោះជាតិនោះនៅក្នុងបទសម្ភាសន៍មួយជាមួយអាយដាមរវាងលោកជុនច័ន្ទបតដែលសម្ភាសន៍អាយដាមនៅក្រោយការរួមនឹងមានអាយដាមហើយលោកជុនច័ន្ទបតបានសួរអាយដាមហើយនិងលោកកឹមសុខាតើសម្ព័ន្ធភាពរឹងមាំបែបណាខ្ញុំសូមរំលឹកឡើងវិញចាក់បទសម្ភាសន៍នេះទាំងស្រុងឡើងវិញហើយស្ដាប់ទាំងអស់គ្នាបន្តិចសិនបាទអញ្ចឹងខ្ញុំចង់បកទៅពីរឿងដែលខ្ញុំបាទសម្ភាសអាដាមទាំងពីរមុនការបោះឆ្នោតបន្តិចពីព្រោះប្រជាពលរដ្ឋនៅតែសុំកុំឲ្យអាដាមក្បត់គ្នាសុំកុំឲ្យអាដាមបំបែកបានខ្ញុំសូមសួរម្ដងទៀតមើលបើសិនជាមានការបោយដៃដើម្បីបំបែកអាដាមទាំងពីរតែអាដាមទាំងពីរនៅតែសន្យាថានឹងមិនបែកបាក់គ្នាទេខ្ញុំបានចំពោះមុខប្រជារាស្ត្រខ្មែរគ្រប់ខេត្តក្រុងដែលលោកកឹមសុខាខ្ញុំបានទៅសួរសុខទុក្ខប្រជាពលរដ្ឋពេលយុទ្ធនាការឃោសនាបោះឆ្នោតខ្ញុំបានប្រាប់ជំរាបបងប្អូនថាកឹមសុខានិងសំរងស៊ីជាដៃគូស្លាប់រស់ដើម្បីសង្គ្រោះជាតិយើងទាំងអស់គ្នាហើយជំហរនេះគឺយើងនៅរក្សាជារៀងរហូតខ្ញុំសូមបញ្ជាក់ដោយលោកប្រធានសំរងស៊ីផងដែរគឺថាយើងដែលរួបរวมគ្នានេះគឺដើម្បីផ្លាស់ប្ដូរហើយយើងលះបង់រហូតដល់អាយុជីវិតប្រឈមមុខនឹងគ្រោះថ្នាក់យ៉ាងច្រើននេះគឺដើម្បីសង្គ្រោះជាតិដូច្នេះយើងមិនមែនលះបង់ដើម្បីតំណែងលះបង់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនទេការលះបង់របស់ពួកយើងនេះខ្ពស់ណាស់ហើយអ្វីដែលធ្វើឲ្យយើងមិនអាចក្បត់គ្នាបានមិនអាចក្បត់ប្រជារាស្ត្របានគឺការសម្ដែងរបស់ប្រជាពលរដ្ឋនៅពេលយុទ្ធនាការនេះរាប់សែនរាប់លាននាក់
ដែលគេបង្ហាញឲ្យយើងឃើញនឹងភ្នែកខ្លួនយើងហើយគេសប្បាយចិត្តនឹងយើងចាប់ដៃគ្នាគេពេញចិត្តនឹងយើងរួបរวมគ្នាដូច្នេះមួយជីវិតរបស់យើងមិនអាចបែកមួយជីវិតមកបាទមួយជីវិតបែកក្នុងគោលក្នុងយុទ្ធសាស្ត្រក្នុងទិសដៅដែលយើងសង្គ្រោះជាតិជាការសន្យាមួយយ៉ាងមុតមមណាមួយជីវិតបាទសម្រាប់អរគុណអាដាមលោកកម្មសខាបានបដូរផ្ដាច់ជាមួយអាយដាមនៅពេលនោះបានឆ្លើយទៅនឹងសំណួររបស់លោកជំទាវថាបដូរផ្ដាច់សម្ព័ន្ធភាពនោះគឺមួយជីវិតតែម្ដងមកទល់ពេលនេះតើអាយដាមនៅតែមានជំនឿចិត្តលើលោកកម្មសខាអញ្ចឹងទេចំពោះទស្សនៈនៃវិភាគមួយចំនួនមើលឃើញថានេះគឺជាការបំបាច់បំបាក់បាទសូមអាយដាមតើអាយដាមនៅមានជំនឿចិត្តអញ្ចឹងទេបាទឬក៏ជាពេលមួយដែលបំបាច់ខ្ញុំអត់ទាន់សន្និដ្ឋានអ្វីទេដូចខ្ញុំនិយាយបាញ់នេះគឺខ្ញុំចង់ឃើញថាព្រឹត្តិការណ៍សេចក្តីថ្លែងការណ៍អីហ្នឹងវាคล้ายទៅជាអ្វីជាក់ស្ដែងពីព្រោះឥឡូវមិនទាន់ឃើញស្អីជាក់ស្ដែងជាស្ថាពរផងហ្នឹងឲ្យខ្ញុំសន្និដ្ឋានដូចជាវាឆាប់រហ័សពេកប៉ុន្តែធ្វើឲ្យខ្ញុំនឹកឃើញព្រឹត្តិការណ៍មួយទៀតកាលពីឆ្នាំដើម2000ឆ្នាំ2000ដើមឆ្នាំ2000ណាជាមួយនឹងព្រះអង្គចន្ទរតមរណរដ្ឋសម្ដេចកំពះកាលនោះមានសម្ព័ន្ធភាពជាមួយគណៈបកសំរងស៊ីនិងគណៈបកហ្វុនស៊ីមពេចហើយប្រជារាស្ត្រច្រើនអ្នកបោះឆ្នោតគាត់បារម្ភថាកុំខ្លាចអង្គចាស់នរោត្តមរណរដ្ឋលោកបែកពីគណៈបកសំរងស៊ីហើយថ្ងៃមួយព្រះអង្គចាស់នរោត្តមរណរដ្ឋលោកយាងមកប្រទេសបារាំងពួកយើងរៀបចំធ្វើបុណ្យចម្រើនបជនថ្វាយព្រះអង្គនៅវត្តខ្មែរនៅវត្តក្រេតេនៅចំពោះព្រះភ័ក្ត្រប្រសង់អ្នកចូលរួមច្រើនអ្នកចូលរួមម្នាក់សួរថាព្រះអង្គសូមព្រះអង្គកុំបែកពីសំរងស៊ីព្រះអង្គចាស់រណរដ្ឋលោកបានស្បត់កាលនោះហ្វុនស៊ីនពេចមានតំណាងរាស្ត្រជាង20នាក់លោកបានស្បត់ណាចំពោះព្រះភ័ក្ត្រប្រសង់ចំពោះជនរួមជាតិដែលចូលរួមក្នុងពិធីនោះថាបើខ្ញុំលើកនេះបែកពីសំរងស៊ីណាឲ្យខ្ញុំគណៈបកហ្វុនស៊ីនពេចឲ្យសល់តំណាងរាស្ត្រតែ2នាក់ពីជាង20នាក់ឲ្យតំណាងរាស្ត្រធ្លាក់មកត្រឹមតែ2នាក់ចាប់ទៅបោះឆ្នោតក្រោយហ្វុនស៊ីនពេចសល់តំណាងរាស្ត្រ2នាក់គាត់ដោយអ្វីដែលលោកបានស្បត់ចំពោះព្រះភ័ក្ត្រប្រសង់ពុទ្ធរូបអញ្ចឹងហើយបានខ្ញុំមិនចាំបាច់អធិប្បាយទេពីព្រោះមិនមែនថាកម្មផលអីទេប៉ុន្តែប្រជារាស្ត្រលោកយល់លោកឈប់បោះឆ្នោតឲ្យហ្វុនស៊ីនពេចតំណាងដោយព្រះអង្គចាររណរដ្ឋធ្លាក់មកពី20កៅអីជាងមក2កៅអីជាងហើយបោះឆ្នោតក្រោយធ្លាក់មក0មកអញ្ចឹងអ្នកណាធ្វើអីគឺទទួលខុសត្រូវខ្លួនឯងទៅប្រជារាស្ត្រជាអ្នកវិនិច្ឆ័យបាទអរគុណច្រើនដល់បានរំលឹកអំពីរឿងនេះដំណាក់កាលនេះគឺហាក់បីដូចជាមិនខុសពីជំនាន់មុននោះទេអ្នកវិភាគមួយចំនួនមើលឃើញថានេះគឺជាដំណាក់កាលដែលលោកហ៊ុនសែនប្រើយុទ្ធសាស្ត្របំបែកបំបាក់ដដែលតាមរយៈការផ្ដាល់ទូនាទីនិងលៀបសក្ការៈអីផ្សេងចំពោះពេលនេះបើសិនជាក្នុងករណីនៅពេលខាងមុខបន្តិចទៀតនេះទោះបីជាកញ្ញាកឹមនោវិជ្ជាមានគណៈបកផ្សេងដោយលោកហ៊ុនម៉ាណែតនិយាយនឹងក៏ដោយក៏ប៉ុន្តែមិនមែនជាគណៈបកសង្គ្រោះជាតិបើទៅជាគណៈបកសិទ្ធិមនុស្សឬក៏គណៈបកអ្វីមួយដែលថ្មីហើយពេលហ្នឹងមិនមានវត្តមានអាយដាមទេមានថាជាការបែកបាក់ដែលលោកហ៊ុនសែនប្រើយុទ្ធសាស្ត្រដដែលដើម្បីបំបែកបំបាក់អាយដាមមានប្រសាសន៍មុននេះបន្តិចហើយថាអំពីនេះឲ្យអ្នកជាប្រែរឹងមាំតើអាយដាមមានយុទ្ធសាស្ត្រអីដើម្បីទប់ទល់នឹងយុទ្ធសាស្ត្រនយោបាយដដែលរបស់លោកហ៊ុនសែនហើយតែងតែទទួលបានជោគជ័យនេះបាទយុទ្ធសាស្ត្រដដែលរបស់ហ៊ុនសែនណាគាត់បានរក្សាអំណាចរបស់គាត់ឲ្យប្រើយុទ្ធសាស្ត្រដដែលហ្នឹងដោយសារស្ថានភាពមុនវាអំណោយផលឲ្យរបបគាត់នៅអាចទប់ទល់បានប៉ុន្តែឥឡូវនេះឆ្នាំ2026ចូលឈានដល់2027ណារបបហ៊ុនសែនគឺវាទាល់ច្រកមែនតើមានរឿងពីរថ្មីដែលមិនមានកាលពី10ឆ្នាំមុនណាវាអត់មានទី1សង្គ្រាមជាមួយប្រទេសថៃធ្វើឲ្យយើងបាត់បង់ទឹកដីឲ្យទទួលផលវិបាកសម្រាប់ជនភៀសសឹកសម្រាប់សេដ្ឋកិច្ចប្រទេសកម្ពុជាធ្ងន់ធ្ងរមែនទែនហើយគណៈបកនៅប្រទេសថៃអ្នកនយោបាយនៅប្រទេសថៃទាំងអស់ណាគេស្អប់ហ៊ុនសែននិយាយឲ្យចំព្រោះហ៊ុនសែនជាមនុស្សកលិចកលុចមនុស្សពីលយកថតសម្លេងយកទៅចាក់ផ្សាយចាក់រុកគឺថាគេថាមិនអាចធ្វើការជាមួយហ៊ុនសែនបានទេហើយអ្នកទទួលខុសត្រូវទាំងអស់ក្នុងពិភពលោកក៏យល់អញ្ចឹងដែរអញ្ចឹងហ៊ុនសែននឹងទទួលផលវិបាកណាមានសម្ពាធធ្ងន់ណាប្រជារាស្ត្រខ្មែរក៏មិនសុខចិត្ត
ឲ្យហ៊ុនសែនហ៊ុនម៉ាណែតធ្វើឲ្យបាត់បង់ទឹកដីធ្វើពងើយធ្វើអត់ដឹងអត់ខ្វល់ណាអសមត្ថភាពហើយមិនដឹងជាដឹកនាំប្រទេសយ៉ាងម៉េចដឹកនាំកងទ័ពយ៉ាងម៉េចថាកុំឲ្យបាញ់កុំឲ្យតដៃឲ្យគេចូលមកឲ្យគេយកអីយកទៅទៅដឹកនាំប្រទេសរបៀបហ្នឹងការពារទឹកដីរបៀបហ្នឹងហើយអ្នកណាហ៊ាននិយាយការពិតចាប់គេដាក់គុកឋានទៀតណាស្ថានភាពវាមិនដែលអាក្រក់មិនដែលធ្ងន់ធ្ងរសម្រាប់របបហ៊ុនសែនដោយសប្តាហ៍ហ្នឹងរឿងទី1រឿងទី2អារឿងឆោបបោកឆ្លងដែនណាអារឿងអ ுக ្រិតកម្មអន្តរជាតិណាជាប្រព័ន្ធចោលដែលគេកំពុងតែរួមគ្នាវាយកំទេចណាគេនឹងកំទេចប្រព័ន្ធចោលដែលមានទីតាំងធំជាងគេក្នុងពិភពលោកទីតាំងចោលអន្តរជាតិគឺទីតាំងនៅប្រទេសកម្ពុជាបើចោលអន្តរជាតិវាបោះទីតាំងធំជាងគេក្នុងពិភពលោកនៅប្រទេសកម្ពុជាមានន័យថារដ្ឋអំណាចនៅប្រទេសកម្ពុជានឹងចូលដៃជាមួយចោលអញ្ចឹងអាការកំទេចចោលនោះគឺជៀសមិនផុតទេកំទេចចោលគឺច្បាស់ជានាំមកនៅការកំទេចរបបហ៊ុនសែនដែលជារបបចោលអញ្ចឹងយើងធ្វើវិភាគទាំងអស់គ្នាទៅណាកាលៈទេសៈនេះណារបបហ៊ុនសែនវាទាល់ច្រកមែនតើហើយវាទៅមុខអត់រួចទេហើយយើងនឹងឃើញថាសច្ចកិច្ចណាហ៊ុនសែនរស់ដោយសារចោលឥឡូវនេះចោលនៅតែចិញ្ចឹមពីក្រោយខ្នងអញ្ចឹងតែដល់គេកំទេចចោលអស់ទៅណាប្រាក់ចំណូលសម្រាប់ហ៊ុនសែនយកមកទិញគេទិញឯងទិញពួកអ្នកប្រឆាំងខ្លះរត់ចូលហ៊ុនសែនបានលុយបានអីខ្លះហ្នឹងគឺបានលុយពីចោលតែថ្ងៃណាចោលត្រូវគេកំទេចហ៊ុនសែនអស់មានលុយមកទិញណាអ្នកគាត់ចង់ឲ្យមកគ្រប់គ្រងគាត់ហ្នឹងគឺពេលហ្នឹងអារបបហ្នឹងវាដួលខ្លួនគាត់ហើយពីព្រោះពេលហ្នឹងអ្នកណាចិញ្ចឹមទ័ពអ្នកណាមើលខុសត្រូវសេដ្ឋកិច្ចប្រទេសកម្ពុជាជីវភាពប្រជាពលរដ្ឋកាន់តែដុនដាបខ្ញុំជឿថាពេលហ្នឹងខ្មែរយើងត្រូវរួបរวมគ្នារបបហ៊ុនសែនវាត្រូវទៅហើយតែយើងត្រូវមើលថាមានកម្លាំងណាដែលអាចមកជំនួសត្រូវកម្លាំងស្នេហាជាតិត្រូវកម្លាំងប្រជាធិបតេយ្យជាឱកាសមាសក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជាឲ្យអ្នកប្រជាធិបតេយ្យអ្នកស្នេហាជាតិរួមគ្នាដើម្បីមកស្ដារប្រទេសយើងឲ្យទាន់ពេលវេលាបាទអាដាមដោយដល់មានប្រសាសន៍អំពីនេះគឺថាស្ថានភាពនៅកម្ពុជាឥឡូវនេះស្ថានភាពនៅកម្ពុជាឥឡូវនេះគឺជាឱកាសមាសរបស់ប្រជាពលរដ្ឋរបស់អ្នកប្រជាធិបតេយ្យក៏ប៉ុន្តែអ្នកប្រជាធិបតេយ្យហ្នឹងគឺតែងតែបើយើងមើលបទពិសោធន៍នយោបាយកន្លងមកហ្នឹងគឺឱកាសមាសហ្នឹងអាចខ្លាយទៅជាឱកាសស្ពាន់វិញក៏ថាបានឥឡូវនេះយើងមើលឃើញថាបើសិនជាស្ថានភាពរាល់ថ្ងៃដោយដល់មានប្រសាសន៍នេះគឺទាល់ច្រកមែនទែនរបបលោកហ៊ុនសែនរបបលោកហ៊ុនម៉ាណែតនេះក៏ប៉ុន្តែបញ្ហាសំខាន់នៅត្រង់ថាតើអ្នកប្រជាធិបតេយ្យរួមទាំងអាយដាមហ៊ុនអាយហ្នឹងធ្វើបែបណាដើម្បីបង្រួមទាំងថ្នាក់ដឹកនាំទាំងសកម្មជនអីដើម្បីតទល់បានបើសិនជាសេណារីយ៉ូទៅមុខនេះលោកកម្មសខាចេញមកបកស្រាយថាមិនក្បត់សម្ព័ន្ធភាពរវាងអាយដាមនិងគាត់ទេនឹងលោកទេមិនចង់ដើរលើកន្លងរបស់សម្ដេចក្រមព្រះទេឧទាហរណ៍ថាសេណារីយ៉ូមួយចេញមកគណៈបកសិទ្ធិមនុស្សឬគណៈបកថ្មីក្រោមការដឹកនាំរបស់កូនរបស់លោកកម្មសខាហើយលោកកម្មសខាលើកឡើងថាមិនបែកសម្ព័ន្ធភាពទេជាមួយអាយដាមប៉ុន្តែកតាអាយដាមចូលស្រុកមិនបានហើយលោកកម្មសខាចូលរួមប្រកួតប្រជែងទៅជាមួយលោកហ៊ុនម៉ាណែតទៅជាមួយលោកហ៊ុនសែនទៅនៅពេលហ្នឹងអ្នកប្រជាធិបតេយ្យនៅតែមិនរួបរวมគ្នាតើអាយដាមធ្វើម៉េចបែបណាដើម្បីឲ្យអ្នកប្រជាធិបតេយ្យនឹងរឹងមាំបើសិនជាលោកកម្មសខាដើរទៅអញ្ចឹងដូចជាលើកមុនទៀតអញ្ចឹងអ្នកប្រជាធិបតេយ្យនៅតែបរាជ័យដដែលនោះបាទការរួបរวมគ្នាឬការបែកគ្នាណាយើងកុំមើលតែនៅលើទំព័រ Facebook យើងកុំមើលតែនៅលើបញ្ជីគណៈបកអាចនឹងមានគណៈបក20 30តែអ្វីដែលសំខាន់គឺសេចក្តីសម្រេចរបស់ប្រជារាស្ត្រខ្មែរយើងធ្លាប់បោះឆ្នោតមុនចំណាំមានគណៈបក20 30តែយើងឃើញប្រជារាស្ត្រខ្មែរលោកជ្រើសរើសរវាងគណៈបកតែ2គណៈបកធំគណៈបកកាន់អំណាចដែលប្រើអំណាចផ្ដាច់ការដែលប្រើទឹកលុយការសម្លុតហើយគណៈបកដែលស្មោះត្រង់ជាមួយប្រទេសជាតិមិនលក់ខ្លួនសម្លុតអត់ខ្លាចទិញអត់លក់ស្មោះត្រង់ជាមួយប្រទេសជាតិប្រជារាស្ត្រខ្មែរលោកចេះវែកញែកមានគណៈបក20 30ណាអ្នកនយោបាយចូលមកលើកទង់បកថ្មីឈ្មោះនេះឈ្មោះនោះអត់សំខាន់ទេប្រជារាស្ត្រខ្មែរនឹងឃើញថាមានគណៈបកណាមួយដែលលិចធ្លោដែលតំណាងឲ្យឆន្ទៈលោកពិតប្រាកដតំណាងគឺស្មោះត្រង់នោះគឺថាអត់ត្រូវការចូលដៃទៅធ្វើការទៅគ្រប់គ្រងដោយប្រយោលហ៊ុនសែនឲ្យហ៊ុនសែនឲ្យរស់បានរស់ហ៊ុនសែនវាស់ផ្លូវឲ្យដើរអានឹងគណៈបកនឹងមិនមែនគណៈបកដែលប្រជារាស្ត្រខ្មែរចង់បានទេខ្ញុំនឹងលើកទឹកចិត្តឲ្យមានកម្លាំងប្រជាធិបតេយ្យកម្លាំងស្នេហាជាតិកម្លាំងអ្នកស្មោះត្រង់ជាមួយប្រទេសជាតិឲ្យមានតែមួយគត់ហើយមើលចំហដែលយើងដឹងអ្នកណាអែបអបហ៊ុនសែនណាអានឹងអត់បានកែតែបើមានគណៈបកដែលមានឋានៈដឹកនាំមានភាពថ្លៃថ្នូររឹងមាំ
ច្បាស់លាស់ស្មោះត្រង់យើងឃើញភ្លាមមួយរំពេចយើងឃើញថាអ្នកនេះស្មោះត្រង់ខ្ញុំជឿថាប្រជារាស្ត្រខ្មែរលោកប្រមូលគ្នាបោះឆ្នោតហើយយើងនឹងខិតខំធ្វើម៉េចឲ្យការបោះឆ្នោតមានតម្លាភាពកុំឲ្យលួចស្លឹកឆ្នោតដូចមុនទៀតនឹងគឺគណៈបកដែលស្មោះត្រង់ចំពោះមាតុភូមិយើងគណៈបកនឹងទទួលជ័យជំនះយ៉ាងត្រចះត្រចង់គួបផ្សំនឹងពេលវេលាដែលរបបហ៊ុនសែនដល់ទីបញ្ចប់របស់វាដែលផ្្លាត់ស្នៀតជាមួយថៃបាត់បង់ទឹកដីដែលចូលដៃជាមួយចោកំហុសហ៊ុនសែនពីរនេះគឺធ្ងន់ធ្ងរកែអត់ឡើងទេហ៊ុនសែនអត់រួចខ្លួនទេអញ្ចឹងយើងត្រូវស្មោះត្រង់ជាមួយប្រទេសជាតិយើងមានឱកាសងើបឡើងវិញហើយកុំទៅចូលដៃជាមួយហ៊ុនសែនពេលនេះទៅជន់ពន្លិចជាតិយើងថែមទៀតបាទជ័យយោកម្ពុជាអមតៈបាទអាយដាមមានប្រសាសន៍ថាសំខាន់នោះគឺគណៈបកដែលស្មោះត្រង់ហើយបើនិយាយមែនតើទៅអាយដាមសំរងស៊ីគឺជានិមិត្តរូបដែលជាប្រដ្ឋមើលឃើញថាស្មោះត្រង់ហើយមានជំនឿទុកចិត្តហើយបោះឆ្នោតឲ្យក៏ប៉ុន្តែបើសិនជាក្នុងកលៈទេសៈនៅពេលនេះហើយទៅមុខទៀតអាយដាមនៅចូលស្រុកមិនបានលោកកម្មសខាមានគណៈបកមួយទៅគណៈបកមួយផ្សេងទៀតទៅមានថាកម្លាំងនឹងអត់រួមគ្នាទេតែពេលបោះឆ្នោតទៅគឺគណៈបកប្រជាកម្ពុជានៅឈ្នះដដែលដើម្បីឲ្យកម្លាំងអ្នកប្រជាធិបតេយ្យនឹងមមតាអាយដាមមានមធ្យោបាយអីដើម្បីឲ្យថាទី1អ្នកប្រជាធិបតេយ្យរួមគ្នាខ្លាំងទី2អាយដាមអាចចូលស្រុកវិញបានតើអាចទេដោយលោកហ៊ុនម៉ាណែតលើកឡើងពីខាងដើមមិញនេះឲ្យថាជាពេលមួយដែលលោកកំពុងតែអនុវត្តបទធម៌សន្តានាតើអាយដាមនឹងបោះដៃដើម្បីបទធម៌សន្តានាចូលស្រុកហើយដើម្បីប្រកបចេញបានទេទោះជាហ៊ុនសែនហ៊ុនម៉ាណែតចង់មិនចង់ណាគឺមានសម្ពាធខ្លាំងសម្ពាធហ្នឹងគឺយើងឃើញជាក់ស្ដែងគឹមសុខាបានរួចខ្លួនគឹមសុខាមានសេរីភាពគឹមសុខាដើរបានទូទាំងប្រទេសកម្ពុជាគឹមសុខាឥឡូវចេញមកក្រៅប្រទេសបានថែមទៀតតែហ៊ុនសែននៅតែដាក់បំរាមប្រើល្បិចកលមិនឲ្យខ្ញុំចូលទៅប្រទេសកម្ពុជាវិញគឺមិនឲ្យគឹមសុខាចេញមកក្រៅមិនឲ្យខ្ញុំសំរងស៊ីចូលទៅក្នុងអញ្ចឹងអាល្បិចហ៊ុនសែននេះគេឃើញច្បាស់ហើយគេអត់ឈប់ពាក់កណ្ដាលផ្លូវទេគេមិនឈប់អ្នកដែលកំពុងតែសំពងហ៊ុនសែននោះមិនថាឥឡូវបើកផ្លូវឲ្យគឹមសុខាចេញមកក្រៅបានផងគេសំពងហ៊ុនសែនថាឲ្យសំរងស៊ីចូលទៅក្នុងវិញបានផងណាទី1ទី2ទោះជាអត់សំរងស៊ីអបប្រមាណណាខ្ញុំសូមរំលឹកកាលបោះឆ្នោត2017កាលនោះខ្ញុំលាលែងហើយខ្ញុំមិនចង់ឲ្យគេរំលាយគណៈបកសង្គ្រោះជាតិណាហ៊ុនសែនរលេះរំលាយថាគេថាខ្ញុំនឹងមានទោសខ្ញុំនឹងតន់ដិតបើខ្ញុំដឹកនាំគណៈបកសង្គ្រោះជាតិត្រូវរំលាយគណៈបកសង្គ្រោះជាតិដើម្បីរក្សាគណៈបកសង្គ្រោះជាតិជីវិតគណៈបកសង្គ្រោះជាតិខ្ញុំលាលែងហើយខ្ញុំបកគលតំណែងឲ្យទៅលោកកឹមសុខាដល់បោះឆ្នោតឃុំសង្កាត់2017ខ្ញុំនៅក្រៅប្រទេសអីតាអត់មានសំខាន់អីសំរងស៊ីទេសំខាន់ឧត្តមគតិបើឧត្តមគតិយើងទាំងអស់គ្នាឧត្តមគតិដើមរបស់យើងត្រូវបានរក្សាគណៈបកសង្គ្រោះជាតិពេលនោះណាអត់មានសំរងស៊ីក៏ទទួលបានជ័យជំនះយ៉ាងត្រចះត្រចង់កាលពីបោះឆ្នោតឃុំសង្កាត់2017អញ្ចឹងទោះជាយ៉ាងណាក៏ដោយណាមានវត្តមានខ្ញុំឬអត់មានវត្តមានខ្ញុំហើយខ្ញុំជឿថាស្ថានភាពនឹងប្រែប្រួលនឹងហ៊ុនសែននឹងទទួលសម្ពាធថែមទៀតដើម្បីឲ្យការបោះឆ្នោតខាងមុខមានអ្នកនយោបាយចូលរួមប្រកួតប្រជែងស្មើភាពគ្នាដោយការឆ្នាំ2013អញ្ចឹងសម្ពាធលើហ៊ុនសែនឆ្នាំ2026 2027ណាស្រដៀងនឹងសម្ពាធលើហ៊ុនសែនឆ្នាំ2013ដើម្បីពេលនោះសម្ពាធនោះបានបើកផ្លូវឲ្យខ្ញុំវិលត្រឡប់ទៅប្រទេសកម្ពុជាវិញចូលរួមក្នុងការបោះឆ្នោត2013អញ្ចឹងវាមានចលនាវាមានយុទ្ធនាការវាមានចរន្តកំពុងតែដំណើរការតែនិយាយឲ្យខ្លីទៅអ្វីដែលសំខាន់គឺឧត្តមគតិមិនសម្រាប់រឿងបុគ្គលទេរឿងបុគ្គលយើងគង់តែចាក់ចេញពេលណាមួយប៉ុន្តែសូមឲ្យឧត្តមគតិយើងនៅគង់វង្សនៅរស់រវើកដូចជាតិយើងដែលខ្ញុំលើកឡើងពាក្យស្លោកថាជ័យយោកម្ពុជាអមតៈបាទអាដាមបើមើលពីអាដាមមានប្រសាសន៍ថាបញ្ចប់ដោយពាក្យថាឧត្តមគតិអំបញ្ញមិញបើមើលពីឧត្តមគតិរបស់ប្រជាពលរដ្ឋវិញចង់ផ្លាស់ប្ដូរប្រជាប្រហាក់ដូចជាភាគច្រើនហ្នឹងគឺថានៅរក្សាឧត្តមគតិដដែលប៉ុន្តែអ្នកនយោបាយទៅវិញទេដែលតែផ្លាស់ប្ដូរឧត្តមគតិតែផ្លាស់ប្ដូរឆន្ទៈហ្នឹងដំណាក់កាលនេះអាដាមមានប្រសាសន៍ឲ្យថាគេនឹងរឹតបន្តឹងឲ្យអាដាមចូលស្រុកវិញដើម្បីធ្វើនយោបាយវិញបានហើយក្រោយពីបើសិនជាលោកហ៊ុនសែនបទូបថឲ្យលោកកម្មសខាចឹងក្រៅបាននឹងប៉ុន្តែមិនស្ថានភាពដែលមើលឃើញថាអាដាមនឹងចូលស្រុកបានហាក់បីដូចជាលំបាកលោកហ៊ុនសែនទំនងជាមិនបន្ធូរទេប៉ុន្តែឥឡូវនេះឃើញថាបន្ធូរលោកកម្មសខានៅពេលហ្នឹងលោកកម្មសខានឹងចូលរួមបោះឆ្នោតបានសំណួររបស់ខ្ញុំដូចជាដដែលទៀតចង់សួរអាដាមម្ដងទៀតថានៅពេលហ្នឹងអន្តរជាតិក៏មើលឃើញថាលោកហ៊ុនសែនក៏បន្ធូរបន្ថយដែរហើយលោកកម្មសខា
អាចចូលរួមនយោបាយបានឧទាហរណ៍របស់ចូលរួមរបស់ដឹកនាំគណៈបកខ្លួនឯងក៏កូនស្រីដឹកនាំលោកនៅពីក្រោយខ្នងក៏ដោយនៅពេលហ្នឹងស្ថានភាពធូរបន្តិចហើយគេមើលឃើញថាលោកហ៊ុនសែនបទូហើយមានអ្នកប្រជាប្រដ្ឋក៏បញ្ចេញបានបើសិនជាក្នុងករណីបែបហ្នឹងមែនឬក៏ពីនេះទៅដល់ពេលនោះអាយដាមមានសារអ្វីទៅកាន់លោកកម្មសខាដើម្បីឲ្យរក្សាស្មារតីដើមរក្សាឧត្តមគតិដើមហើយកុំឲ្យដើរកន្លងតាមនៅក្នុងព្រះនោះបាទខ្ញុំមិនដឹងថាចំហលោកកឹមសុខាយ៉ាងម៉េចផងដែលខ្ញុំនិយាយបាញ់វិញយើងមិនទាន់ក្តាប់ស្ថានភាពបានគ្រប់ជ្រុងជ្រោយយើងទៅអធិប្បាយយើងទៅអំពាវនាវអីវាមិនសមហេតុសមផលប៉ុន្តែអ្វីដែលសំខាន់ណានឹងអនុវត្តចំពោះខ្មែរទាំងអស់ណាខ្ញុំសូមឲ្យខ្មែរទាំងអស់ស្វាមីភក្តិស្មោះត្រង់ចំពោះជាតិយើងកុំបដូរចំហអ្នកណាចង់បដូរទៅចំពោះខ្ញុំសំរងស៊ីអត់បដូរទេចំហដើមរបស់ខ្ញុំណា30ឆ្នាំមុនណាយ៉ាងម៉េចណានៅដដែលកាលពេលគណៈបកសង្គ្រោះជាតិយ៉ាងម៉េចណានៅដដែលខ្ញុំជឿថាអ្នកស្មោះត្រង់យើងមានជីវិតតែមួយយើងមានជាតិតែមួយយើងមានបកដែលមានឧត្តមគតិដដែលតែមួយគឺគណៈបកសង្គ្រោះជាតិអ្វីដែលខ្ញុំនឹងខិតខំជាទីបំផុតគឺឲ្យគណៈបកសង្គ្រោះជាតិរស់ឡើងវិញតាមផ្លូវច្បាប់ពេលរបបហ៊ុនសែនដួលរលំហើយមុននឹងរបបហ៊ុនសែនដួលរលំយើងត្រូវធ្វើយ៉ាងម៉េចឲ្យគណៈបកសង្គ្រោះជាតិរស់ឡើងវិញនឹងជានិមិត្តរូបថាឧត្តមគតិដើមរបស់យើងនៅតែរស់រវើកអត់បដូរចិត្តដាច់ខាតបាទអាដាមអាចបើហើបបានទេអាដាមនឹងមានចំណុចចិត្តថានឹងអាចធ្វើឲ្យសង្គ្រោះជាតិរស់ឡើងវិញនឹងក៏រួបរวมអ្នកប្រជាធិបតេយ្យឡើងវិញនឹងដោយមធ្យោបាយណាអាដាមបាទខ្ញុំជឿថាម្នាក់ចេះថ្លឹងថ្លែងខ្លួនឯងគេមិនមែនសម្រេចលើមេឃសម្រេចលើខ្យល់ទេគេមើលស្ថានភាពវាវិវត្តបើដឹងថារបបហ៊ុនសែនចិត្តដួលហើយណាគឺអ្នកស្នេហាជាតិគឺប្រមូលរួបរวมគ្នាហើយរួបរวมលើមូលដ្ឋានច្បាស់លាស់ហើយប្រជារាស្ត្រលោកមើលប្រវត្តិលោកមើលប្រវត្តិរូបលោកមើលស្នាដៃលោកមើលជំហរលោកមើលភាពស្មោះត្រង់យើងរួបរวมគ្នាអ្នកដែលនៅស្មោះត្រង់យើងរួបរวมគ្នាមានតែការរួបរวมគ្នារវាងអ្នកស្មោះត្រង់ទាំងអស់ដែលធ្វើឲ្យការតស៊ូរបស់យើងប្រកបដោយជោគជ័យហើយជាតិយើងបាននៅគង់វង្សពីព្រោះបើយើងចង់ឲ្យជាតិយើងរស់មែនណាតើតែខ្មែរយើងរួបរวมគ្នាមិនមែនរួបរวมដោយហ៊ុនសែនថាទេណារួបរวมលើមូលដ្ឋានប្រជាធិបតេយ្យលើមូលដ្ឋានស្អាតស្អំបំបត្តិអំពើពុករលួយបពពួកនិយមគ្រួសារនិយមតកូលហ៊ុនណាអាវប្បធម៌ចង្រៃវប្បធម៌គ្រួសារនិយមយើងត្រូវតែរួបរวมគ្នានឹងដើមប្រទេសកម្ពុជាមកវិញប្រទេសកម្ពុជាយើងត្រូវបានតកូលហ៊ុនប្លន់យើងត្រូវដណ្ដើមប្រទេសកម្ពុជាមកវិញយកមកប្រគល់សងប្រជារាស្ត្រខ្មែរដែលជាម្ចាស់ពិតម្ចាស់ដើមតែមួយគត់បាទអាដាមសង្កត់ម្ដងហើយបងថាប្រជារាស្ត្រខ្មែរត្រូវរួបរวมគ្នាឡើងវិញដើម្បីខ្លាំងឬក៏អ្នកប្រជាធិបតេយ្យនឹងក៏ប៉ុន្តែចំណុចនេះបើមើលមែនតើខ្ញុំនឹងចាំសម្ដីរបស់លោកដិតមាននេះបានមានប្រសាសន៍ថាតាមពិតគណៈបកកណ្ដាលអំណាចមិនខ្លាំងទេអ្នកប្រជាធិបតេយ្យទេដែលទុនខ្សោយខ្វះការរួបរวมនឹងហើយលោកសុកហាជក្នុងបទសម្ភាសន៍ខ្ញុំថ្មីនេះដែលលោកជាសមាជិកប្រតិភិននគរអ៊ុនសែនផងលោកហាក់មិនដឹងច្បាស់ថាតាមពិតអ្នកប្រជាធិបតេយ្យទេដែលទុនខ្សោយនឹងសំទោសតាមពិតគណៈបកកណ្ដាលអំណាចគ្មានខ្លាំងទេប៉ុន្តែអ្នកប្រជាធិបតេយ្យទេដែលមិនខ្លាំងខ្លួនឯងមិនអាចឈ្នះគណៈបកកណ្ដាលអំណាចបានអញ្ចឹងជាជំហានបន្ទាប់យើងមើលឃើញថាលោកកឹមសុខាបានដើរបោះជំហានទៅមុខមួយហើយដែលកូនស្រីរបស់លោកទៅចូលជាមួយលោកហ៊ុនម៉ាណែតដើម្បីជួយធ្វើការរដ្ឋាភិបាលលោកហ៊ុនម៉ាណែតហ្នឹងជាជំហានបន្ទាប់របស់អាដាមបន្ទាប់ទៅមុខនេះតើនឹងធ្វើអ្វីទៅបាទដើម្បីឲ្យអ្នកប្រជាធិបតេយ្យខ្លាំងឬក៏រួបរวมហ្នឹងយើងធ្វើចលនានៅក្រៅប្រទេសសង្កត់ធ្ងន់ពីរឿងប្រទេសកម្ពុជាបាត់បង់ទឹកដីដែលរបបហ៊ុនសែនហ៊ុនម៉ាណែតធ្វើឲ្យបាត់បង់ទឹកដីហើយដោះស្រាយមិនចេញមិនអាចដោះស្រាយហើយរឿងមួយទៀតដ៏ធ្ងន់រឿងចោលរឿងក្រុមចោលដែលហ៊ុនសែនចូលដៃជាមួយពួកចោលដែលគេត្រូវកម្ចាត់ចោលយើងត្រូវធ្វើចលនាពីរហ្នឹងសកម្មភាពរបស់យើងការទូតណាគឺហ៊ុនសែនចោលមកសៀតគាត់នាំរឿងរ៉ាវច្រើនណានៅក្នុងតំបន់អាស៊ីភាគអាគ្នេយ៍យើងណារកស៊ីខលខូចជាមួយចោលជាមួយអីលុបលុនអត់មើលមុខមើលក្រោយអាហ្នឹងគាត់ផលវិបាកគាត់មកសកត់លើគាត់ពេលហ្នឹងអញ្ចឹងយើងធ្វើចលនាហ្នឹងមានប្រទេសមានអង្គការមានអ្នកដែលមានឥទ្ធិពលជាច្រើនគេគ្រប់គ្រងឲ្យមានការវិវត្តនៅប្រទេសកម្ពុជាកុំឲ្យពួកចោលហើយអ្នកដែលគ្រប់គ្រងចោលដឹកនាំប្រទេសកម្ពុជាថែមទៀតហើយឲ្យអ្នកដែលមានស្មារតីទទួលខុសត្រូវចេះស្រឡាញ់ជាតិចេះស្រឡាញ់ទឹកដីកុំស្រឡាញ់តែអំណាចដោយតកូលហ៊ុនណាគឺយើងត្រូវដកពួកហ្នឹងចេញឲ្យរៀបចំឲ្យមានអ្នកស្នេហាជាតិអ្នកប្រជាធិបតេយ្យដឹកនាំប្រទេសតើតែបរិបត្តិកលៈទេសៈ
វាប្រែប្រួលបែបហ្នឹងបានយើងនៅក្នុងស្រុកយើងអាចស្រួលធ្វើការជាងមុនហើយលើវាស្រួលធ្វើការជាងមុនយើងឃើញថាប្រជារាស្ត្រខ្មែរឃើញច្បាស់ថារបបហ៊ុនសែនទាល់ច្រកប្រទេសប្រជារាស្ត្រខ្មែរឈឺចាប់ណាអាណិតស្រុកយើងដឹងថាមានតែពេលហ្នឹងឯងដែលយើងអាចសង្គ្រោះជាតិយើងបានយ៉ាងពិតប្រាកដអញ្ចឹងត្រូវរួបរวมគ្នាហើយតើយើងត្រូវរួបរวมគ្នាយ៉ាងម៉េចអានឹងយើងនឹងឃើញណាយើងឃើញចរន្តដូចខ្ញុំនិយាយបាញ់មិញអ្នកដែលស្មោះត្រង់យើងចេញមុខយើងលើកទង់មកគឺខ្មែរយើងសម្គាល់គ្នាតែបើមានបុគ្គលណាខ្ញុំមិនថាបុគ្គលខ្ញុំមិនយល់ឃើញថាมันសំខាន់ទេបើបុគ្គលឆ្លេឆ្លារត់ទៅឆ្វេងរត់ទៅស្ដាំបកើតបករញ៉េរញ៉ៃណាប្រជារាស្ត្រខ្មែរលោកអត់ទៅងងទៅបោះឆ្នោតឲ្យបកដែលបកើតរញ៉េរញ៉ៃទេគេមើលថា snow មើលថាអ្នកណាដែលនៅរក្សាពលឹងខ្មែរពលឹងជាតិអញ្ចឹងខ្ញុំជឿថាយើងត្រូវមករួបរวมគ្នាជុំវិញពលឹងខ្មែរពលឹងជាតិហើយទោះពីប្រវត្តិណាកុំនិយាយប្រវត្តិយើងនិយាយទង្វើដែលយើងធ្វើទៅមុខមានខ្មែរយើងច្រើនណាស់ដែលម្ដងនឹកឃើញថាគណៈបកនេះល្អទៅដូរចិត្តដូចមកពីគណៈបកប្រជាជនណាចូលអ្នកដែលមកពីគណៈបកប្រជាជនណាយើងត្រូវទទួលគាត់ដៃពីរណាអបអរសាទរព្រោះគាត់បើគាត់ភ្លឺភ្នែកថាឈប់ចាញ់បោកហ៊ុនសែនហ៊ុនសែនធ្វើឲ្យបាត់បង់ទឹកដីហ៊ុនសែនចូលដៃជាមួយចៅហ៊ុនសែនធ្វើឲ្យប្រទេសយើងហិនហោចយើងត្រូវទទួលសហការជាមួយអ្នកដែលធ្លាប់គ្រប់គ្រងគណៈបកប្រជាជនពីមុនហើយគណៈបកផ្សេងទៀតណាគណៈបកដែលមិនជាគណៈបកប្រជាជនដែលចង់មានទួនាទីអីមួយដែរទោះមិនបានសម្រេចណាយើងថាយើងនឹងផ្ដល់ឱកាសជូនអ្នកស្នេហាជាតិពិតប្រាកដនឹងមានឱកាសមកស្ដារប្រទេសជាតិក្នុងជាធ្លុងមួយក្នុងចរន្តដ៏ធំមួយចរន្តដែលប្រជាពលរដ្ឋមានទំនុកទុកចិត្តអញ្ចឹងបានខ្ញុំជឿថាគណៈបកជាច្រើនគណៈបកតូចមានខ្លះមានបំណងចង់បង្កើតគណៈបកអីថ្មីណាថាបើយើងស្មោះត្រង់ឧត្តមគតិដើមជាមួយរបស់យើងទាំងអស់គ្នាយើងត្រូវតែមករួបរวมគ្នាថាគណៈបកណាដែលប្រជារាស្ត្រខ្មែរទទួលស្គាល់ឃើញច្បាស់ថាជាពលឹងជាតិមករួបរวมគ្នាជាមួយពលឹងជាតិបាទអរគុណអាដាមឃើញមានអ្នកស្ដាប់យើងចូលច្រើនណាស់ចង់សួរអាដាមមិនដឹងជាអ្នកបច្ចេកទេសភ្ជាប់ទូរស័ព្ទបានឬក៏អត់ទេបាទបើសិនជាបានសូមអញ្ជើញបាទប្រហែលជាមិនទាន់បានទេហើយភ្ជាប់មិនបានទេបាទអាដាមសំណួររបស់ខ្ញុំបន្ទាប់គឺអាដាមមានប្រសាសន៍ថាសំខាន់នេះដែលបង្កើតគណៈបកច្រើនហ្នឹងសំខាន់រក្សាឧត្តមគតិដើមក៏ប៉ុន្តែចំណុចមួយទៀតអាដាមមានប្រសាសន៍ថាលោកហ៊ុនសែនគឺទាល់ច្រកដល់ដំណាក់កាលមួយដែលទុនខ្សោយហើយសំខាន់នៅត្រង់ថាតើអ្នកបង្កើតគណៈបកទៅផ្សេងៗក៏អ្នកប្រជាធិបតេយ្យនឹងមានឧត្តមគតិដើមនឹងសង្គ្រោះជាតិរបស់កម្ពុជានឹងឲ្យបានមកវិញតើធ្វើដូចម្ដេចដើម្បីឲ្យគណៈបកទាំងអស់នឹងមករួបរวมគ្នាហើយអាយដាមក៏នៅក្រៅស្រុកតើអាយដាមធ្វើដូចម្ដេចដើម្បីឲ្យចូលស្រុកបានអាយដាមបានមានប្រសាសន៍ពីខាងដើមបន្តិចដែរហើយថានឹងពេលវេលានឹងមកដល់ក៏ប៉ុន្តែបើមើលពេលវេលានឹងគឺច្រើនដែរហើយគឺប្រហែលជា10ឆ្នាំជិត10ឆ្នាំហើយនោះអាយដាមបាទតើអ្វីដែលថ្មីដែលអាយដាមនឹងមានផែនការជាក់លាក់នោះបាទថ្មីខ្ញុំសូមរំលឹកម្ដងទៀតណារឿងថ្មីដែលមិនអាចយកមកបដូរស្ថានភាពមុនណាទី1បញ្ហាជាមួយប្រទេសថៃបញ្ហាទឹកដីបញ្ហាព្រំដែនបញ្ហាដែលហ៊ុនសែនបង្កើតរឿងរ៉ាវផ្ទាល់ខ្លួនវាคล้ายទៅរឿងជាតិអញ្ចឹងរឿងហ្នឹងហ៊ុនសែនគាត់ដោះស្រាយអត់កើតទេពីព្រោះគាត់អ្នកនាំភ្លើងណារឿងហ្នឹងទី1ហើយទី2រឿងចៅអន្តរជាតិណាហ៊ុនសែនក៏មិនរួចរត់មិនរួចទេពីរឿងហ្នឹងអញ្ចឹងសូមឲ្យបងប្អូនទាំងអស់គិតទៅពីព្រោះអ្នកដែលថាចង់ដើរផ្លូវអីណាផ្សេងអីហ្នឹងក្រែងហ៊ុនសែនអាចបើកវាស់ផ្លូវឲ្យដើរណាកុំរំពឹងសូមមានលក្ខណៈប្រកបនិយមកុំទៅអែបទៅជ្រកក្រុមតបូលហ៊ុនសែនកុំឲ្យហ៊ុនសែនអ្នកវាស់ផ្លូវឲ្យដើរអត់មានអនាគតទេយើងណាមនុស្សយើងម្នាក់ណាតម្លៃស្ថិតនៅលើឧត្តមគតិហ្នឹងគឺក្នុងចិត្តរបស់យើងគឺតម្លៃដូចពេជ្រតែបើយើងបោះបង់ឧត្តមគតិយើងលក់ឧត្តមគតិយើងណាអាពេជ្រហ្នឹងវាអស់មានពេជ្រហើយคล้ายទៅជាសម្រាមតែគេទិញយើងបានយើងបាត់បង់ឧត្តមគតិណាលក់ឧត្តមគតិឲ្យគេណាបាត់បង់ពេជ្រដែលនៅក្នុងខ្លួនយើងคล้ายទៅជាសម្រាមអញ្ចឹងពួកសម្រាមអត់មានអនាគតទេពួកប្រជារាស្ត្រអត់គោរពសម្រាមទេប្រជារាស្ត្រគោរពអ្នកណាដែលនៅរក្សាឧត្តមគតិដើមរបស់ខ្លួនជារៀងរហូតបាទយើងនឹងចាំមើលបន្តទៀតថាតើ
លោកកម្មសខានៅតែរក្សាក្របពេជ្រនៅដដែលឬក៏คลายខ្លួននៅជាសម្រាប់យើងចាំមើលពេលខាងមុខឥឡូវហ្នឹងឮថាជាប់អ្នកស្ដាប់យើងបានមករូបហើយគឺឈ្មោះវិសាលសំចេញបាទដាក់សំណួរទៅអាដាមសំស៊ីតែម្ដងបាទលោកវិសាលបាទសំចេញសួរតែម្ដងបាទលោកវិសាលឮខ្ញុំទេបាទប្រហែលយើងភ្ជាប់អត់បានទេនៅភ្ជាប់មិនទាន់បានទេគឺខ្ញុំអត់បានឮលោកវិសាលអាដាមចុងក្រោយនេះតើអាដាមមានសារអ្វីទៅកាន់លោកកម្មសខាឬកូនរបស់គាត់ហើយអាដាមមានសារអ្វីទៅកាន់លោកហ៊ុនសែនបាទចុងក្រោយខ្ញុំអត់មានសារផ្ទាល់ខ្លួនអីទៅកាន់លោកកឹមសុខាទេដូចខ្ញុំនិយាយបាញ់មិញណាខ្ញុំចាំមើលព្រឹត្តិការណ៍ចំហសេចក្តីសម្រេចផ្សេងទៀតជាបន្តបន្ទាប់ដើម្បីយើងឃើញថាអតិថិភាពរួមនោះឲ្យបានឃើញធំទូលំទូលាយឲ្យបានច្បាស់លាស់ហើយបើសារទៅកាន់ហ៊ុនសែនណាខ្ញុំសូមគោរពហើយសូមកោតសរសើរប្រជារាស្ត្រខ្មែរជិត20,000 នាក់នៅក្នុងប្រទេសកម្ពុជាណាលើទឹកដីប្រទេសកម្ពុជាមានច្រើនបានចុះហត្ថលេខាផ្តិតមេដៃលើសារមួយថ្កោលទោសហ៊ុនសែនថ្កោលទោសហ៊ុនសែននោះមានន័យថាអស់ជំនឿលើរបបហ៊ុនសែនហើយថ្កោលទោសថាហ៊ុនសែនធ្វើឲ្យបាត់បង់ទឹកដីហ៊ុនសែនចូលដៃជាមួយចៅហ៊ុនសែនធ្វើឲ្យប្រទេសកម្ពុជាខូចឈ្មោះអាក្រក់ធ្វើឲ្យប្រទេសកម្ពុជាទទួលផលវិបាករឿងសេដ្ឋកិច្ចឲ្យរាជវេទនាជំពាក់បំណុលធនាគារវ៉ាន់កអត់មានសង្ឃឹមថាហ៊ុនសែននឹងមកជួយយើងបានទេហ៊ុនសែនមានតែធ្វើបាបយើងថែមទៀតហ៊ុនសែនមានតែធ្វើឲ្យប្រទេសយើងកាន់តែហិនហោចថែមទៀតអាលីខិតថ្កោលទោសណាមានន័យថាចប់ទៅជាមួយហ៊ុនសែនកុំទៅរវិចរវើមជាមួយហ៊ុនសែនទៀតយើងត្រូវកសាងកម្លាំងសង្ហាជាតិពិតប្រាកដហើយខ្មែរយើងច្រើនណាស់ខ្ញុំថា 90% ណាយ៉ាងតិចណានៅក្នុងចិត្តស្រឡាញ់ជាតិតែរឿងបំរាស់មិនទាន់រួចនៅខ្លាចគេខ្លាចបាត់តំណែងខ្លាចបាត់ប្រាក់ចំណូលអីប៉ុន្តែអាពេលវេលាហ្នឹងគឺវាអំណោយផលឲ្យយើងហើយព្រោះរបបហ៊ុនសែនវាកាន់តែចុះទុនខ្សោយវាអត់មានឥទ្ធិពលគៀបសង្កត់យើងដូចមុនទៀតទេអញ្ចឹងហើយបានខ្ញុំចង់ឲ្យប្រជារាស្ត្រខ្មែរលោករើបំរាស់ដោយសារកលៈទេសៈស្ថានភាពល្អក្នុងតំបន់ពីខាងក្រៅក៏អំណោយផលឲ្យយើងនៅក្នុងប្រទេសដល់ឃើញហ៊ុនសែនទាល់ឆក់សវេសវាចាប់នេះចង់តោងនោះឃើញថាគាត់ដូចថាធ្វើនេះធ្វើក្នុងក្តីអស់សង្ឃឹមហើយអញ្ចឹងបានយើងត្រូវមានសង្ឃឹមកាន់តែខ្លាំងឡើងវិញរឿងបំរាស់ជាក់ស្ដែងនៅឆ្នាំ2000ចុង2026ដើម2027នេះឲ្យទាល់តែបានបាទអាដាមគ្មានសារអ្វីទៅលោកហ៊ុនសែនទេប៉ុន្តែអាដាមបានលើកឡើងថាអំពីញាត់ថ្កោលទោសលោកហ៊ុនសែនទៅវិញលោកហ៊ុនម៉ាណែតបានលើកឡើងថាបានបង្ហើបថានេះគឺជាលោកកំពុងតែដើរលើបបធរសន្តានាហើយហេតុអីបានជាអាដាមមិនជ្រើសរើសយកបបធរសន្តានាជាមួយលោកហ៊ុនម៉ាណែតហើយដើម្បីបើកឱកាសឲ្យអាដាមចូលស្រុកបានបាទថាខ្ញុំសូមនិយាយម្ដងទៀតនិយមន័យណាវាខុសគ្នាចំពោះហ៊ុនសែនហើយហ៊ុនម៉ាណែតជាកូនសេកមួយសូត្រតាមគាត់អាសន្តានាហ្នឹងបើយល់តាមគាត់ឯកភាពជាមួយគាត់អានឹងគាត់សន្តានាទៀតហើយបើសន្តានាប៉ុន្តែហ៊ាននិយាយថាអត់ឯកភាពជាមួយគាត់ទេយើងមានគំនិតផ្សេងពីគាត់អានឹងគាត់រករឿងយើងគាត់លួចសម្លាប់យើងគាត់សម្លុតយើងចាប់យើងដាក់គុកគាត់រំលាយគណៈបកយើងអាសន្តានាជាមួយជនផ្ដាច់ការណាឥឡូវទៅសន្តានាជាមួយប៉ុលពតឥឡូវនឹងហ៊ុនសែនណាគាត់ចេញពីប៉ុលពតគាត់នឹងបានទទួលវប្បធម៌ប៉ុលពតហ្នឹងណាឥឡូវទៅសន្តានាជាមួយប៉ុលពតមកឲ្យទៅសន្តានាហ៊ានទៅហៅមកទៅយកទៅកសាងឥឡូវហ្នឹងបាទអរគុណអាដាមក៏បានឆ្លើយពីដើមហើយដែរអាដាមចង់ក្រោយទេចំពោះករណីលោកកម្មសខាវិញអាដាមក៏មិនទាន់មានសារអ្វីចាំអត់មើលលទ្ធផលបើលទ្ធផលចេញមកស្អែកខាងស្អែកនេះតាមរយៈមានគណៈបកសិទ្ធិមនុស្សរស់ឡើងវិញឬក៏គណៈបកសំទោសគណៈបកដឹកនាំគណៈបកកុម្មុយនីសជាតិឬក៏លោកកម្មសខាដឹកនាំគណៈបកសិទ្ធិមនុស្សឬក៏គណៈបកសង្គ្រោះជាតិរស់ឡើងវិញឬក៏គណៈបកថ្មីទៀតក៏ប៉ុន្តែគ្មានវត្តមានអាដាមទេតើនៅពេលនោះអាដាមមានយុទ្ធសាស្ត្រអីឬក៏មានសារអីបាទបើសិនក្នុងករណីនោះលោកសក្យាប្រើពាក្យអ៊ុតណាអ៊ុតមើលថាអូសំខាន់ណាស់ចាំលទ្ធផលដែលយើងនឹងឃើញសំខាន់ណាស់ថាបុគ្គលនេះនឹងធ្វើអីទៅយ៉ាងម៉េចអីខ្ញុំថាអត់មានអ៊ុតទេអត់សំខាន់តតែសោះណាអ្វីដែលសំខាន់គឺគណៈបកសង្គ្រោះជាតិនឹងរស់ឡើងវិញនឹងដំណើរការទៅមុខកម្លាំងប្រជាធិបតេយ្យនឹងរួមគ្នាដំណើរការទៅមុខទោះជាបុគ្គលនេះបុគ្គលនោះបែកឆ្វេងបែកស្ដាំអត់មានអ៊ុតអត់មានចាំមើលទេខ្ញុំនឹងសប្បាយចិត្តបើមានការរួបរวมគ្នាវិលត្រឡប់មកលើផ្លូវដែលយើងបានដើរជាមួយគ្នាអានឹងខ្ញុំសប្បាយចិត្តខ្ញុំអបអរសាទរតែបើមិនអញ្ចឹងទេក៏មិនអីដែរមិនអីដែរណាទៅតែឲ្យយើងនៅឲ្យស្មោះត្រង់នឹងទៀងទាត់បន្តដំណើររបស់យើងក្នុងផ្លូវសង្គ្រោះជាតិ
បាទអរគុណច្រើនអាដាមអ្នកស្ដាប់យើងក៏លើកឡើងថាកម្មវត្តមានលោកកម្មសខាមានមិនសំខាន់ទេហើយសំខាន់គឺសង្គ្រោះជាតិប៉ុន្តែសូមដោយខ្លីមួយម៉ាត់ចុះសង្គ្រោះជាតិដោយវិធីណាចុងក្រោយសង្គ្រោះជាតិណាគណៈបកសង្គ្រោះជាតិណារចនាគណៈបកសង្គ្រោះជាតិណាត្រូវរៀបចំឡើងវិញលើអ្វីដែលមានស្រាប់ហើយដែលហ៊ុនសែនបានរំលាយណាគឺរំលាយតែលើกระดาษឯងយើងត្រូវឲ្យរៀបចំឡើងវិញដូចជាក្រុមប្រឹក្សាគុំសង្កាត់ជាង 5000 នាក់បើមានក្រុមប្រឹក្សាគុំសង្កាត់ណាដំណើរការណាក្រុមផ្លាកគណៈបកសង្គ្រោះជាតិអត់មានចោលនៅស្រុកខ្មែរហ៊ុនសែនគាត់រំលាយគាត់ដកតំណែងពីក្រុមប្រឹក្សាគុំសង្កាត់ព្រោះក្រុមប្រឹក្សាគុំសង្កាត់នឹងជាភ្នែកជាត្រចៀកជាច្រមុះដើម្បីឲ្យយើងឃើញស្ថានភាពពិតតែហ៊ុនសែនគាត់នាំចោលចូលគាត់មិនចង់ឲ្យទាំងខ្មែរទាំងអន្តរជាតិមានភ្នែកមានច្រមុះមានត្រចៀកទេអញ្ចឹងបានគាត់រំលាយគណៈបកសង្គ្រោះជាតិអញ្ចឹងបានអន្តរជាតិថាចង់មកជួយស្ដារប្រទេសកម្ពុជាឲ្យកម្ចាត់ចោលពួកគេយល់ច្បាស់ថាតើតែមានគណៈបកប្រឆាំងតើតែមានគណៈបកសង្គ្រោះជាតិកុំឲ្យមានគណៈបកណាដឹកនាំប្រទេសធ្វើអ្វីបានតាមតែអំពើចិត្តណាត្រូវមានអំណាចរដ្ឋអំណាចដែលតទល់គ្នាតតាំងគ្នាស្ថាប័នដែលតទល់គ្នាអញ្ចឹងហើយបានយើងត្រូវធ្វើម៉េចឲ្យមានគណៈបកប្រឆាំងមានគណៈបកប្រឆាំងជានិច្ចគណៈបកសង្គ្រោះជាតិคล้ายទៅជាគណៈបកដឹកនាំប្រទេសតែយើងនឹងបើកផ្លូវសម្រួលឲ្យគណៈបកប្រឆាំងដើម្បីជាផ្នែកជាត្រចៀកសម្រាប់ប្រជារាស្ត្រខ្មែរផងសម្រាប់អន្តរជាតិផងនឹងឯចំហនឹងខ្ញុំជឿថានឹងនាំឲ្យកម្លាំងស្នេហាជាតិរួបរวมគ្នាហើយកម្លាំងនឹងធំគ្មានប្រទេសណាដែលមានកម្លាំងស្នេហាជាតិដែលឈឺចាប់30-40 ឆ្នាំហើយក្រុមរបបតែមួយបុគ្គលតែម្នាក់ត្រកូលតែមួយដែលធ្វើឲ្យប្រទេសខ្ទេចខ្ទីអញ្ចឹងប្រជារាស្ត្រច្បាស់ជាចង់ផ្លាស់ប្ដូរហើយខ្មែរយើងប្រហែលអ្នកខ្ញុំជឿថា70-80% ដែលកើតមកឃើញតែហ៊ុនសែនឃើញតែហ៊ុនសែនខុសក្រោយពីហ៊ុនសែនឃើញហ៊ុនម៉ាណែតមាននៅប្រទេសកូរ៉េខាងជើងណាឃើញជីតាឃើញឪឃើញកូនមកដឹកនាំប្រទេសផ្ដាច់ការរាជវេទនាជាទីបំផុតគ្មានប្រជារាស្ត្រណាអត់ទ្រាំឲ្យគេនៅជិះជាន់តពូជអញ្ចឹងទេអញ្ចឹងបានប្រជារាស្ត្រខ្មែរលោកចាំតែឱកាសឯងចាំតែស្ថានភាពអំណោយផលហើយឱកាសហើយស្ថានភាពអំណោយផលហ្នឹងគឺមកដល់ហើយដើម្បីដកតកូលហ៊ុនចេញណានៅក្នុងជួរគណៈបកប្រជាជនក៏គេមិនចូលចិត្តហ៊ុនសែនដែរហ៊ុនសែននឹងយកគណៈបកប្រជាជនធ្វើជាឈ្នន់ដើម្បីលើកតម្កើងតកូលគាត់ហ្នឹងថាកូនចៅគេអ្នកដល់តែចិត្តហ្នឹងមកធ្វើអាយ៉ងគាត់ហ្នឹងគ្មានអំណាចទេអំណាចមែនតើអំណាចលុយអំណាចតបអីហ្នឹងគឺនៅក្នុងកណ្ដាប់ដៃតកូលហ៊ុនឪកូនហ្នឹងអញ្ចឹងបានក្នុងជួរគណៈបកប្រជាជនហ្នឹងក៏មានកម្លាំងគេចង់ឲ្យមានការផ្លាស់ប្ដូរដែរផ្លាស់ប្ដូរពីផ្ទៃក្នុងដែរហើយប្រទេសជិតខាងក៏គេមានចឹងដែរសូម្បីតែប្រទេសវៀតណាមគេអត់សប្បាយចិត្តទេពីព្រោះគណៈបកប្រជាជនកម្ពុជាឈ្មោះគណៈបកប្រជាជនបដិវត្តកម្ពុជាពីដើមគេបានបង្កើតឥឡូវខ្លាយទៅជាគណៈបកចៅណាសប្បាយចិត្តឲ្យគណៈបកដែលមានហ៊ុនសែនជាប្រធានហ៊ុនម៉ាណែតជាអនុប្រធានសិតទៅចូលដៃជាមួយចៅអញ្ចឹងគណៈបកសពថ្ងៃនេះមានឈ្មោះតែជាគណៈបកចៅអញ្ចឹងចរន្តពីគ្រប់ទិសទីការព្រួយផ្ដើមគំនិតសកម្មភាពពីគ្រប់ទិសទីគឺជំរុញដកតកូលឪកូនហ៊ុនសែនហ៊ុនម៉ាណែតនឹងចាញ់ហើយអញ្ចឹងបាទខ្ញុំជឿថាកុំបដូចទៅស្ថានភាពកាលមុនថាហ៊ុនសែនបកែណាស់គាត់មានស្នៀតមានល្បិចច្រើនអីស្អីឥឡូវអាល្បិចច្រើននោះវាហួសសម័យហើយហ៊ុនសែនហសមានន័យថាហួសសម័យហនោះហួសសនោះគឺសម័យហួសសម័យហើយបាទអាដាមហ៊ុនសែនហួសសម័យប៉ុន្តែហ៊ុនសែននឹងគ្រប់គ្រងដដែលឥឡូវនេះចំណុចមួយទៀតអាដាមមុននឹងបញ្ចប់ក្នុងករណីដែលមិនយើងថានឹងចាំអ៊ុតមើលលោកកម្មសខានឹងដើរទៅណាឥឡូវនឹងឃើញអាដាមថាមិនបាច់អ៊ុតទេមើលឃើញបដាហើយបើសិនជាពេលខាងមុខនឹងលោកកម្មសខាថាមានតែវិធីនឹងទេដើម្បីរំដោះខ្លួនឲ្យមានសេរីភាពខ្លះហើយដឹកនាំគណៈបកទៅដើម្បីជាចំណុចចាប់ផ្ដើមដើម្បីស្ដារប្រជាធិបតេយ្យអីឡើងវិញអាដាមយល់ឃើញយ៉ាងម៉េចបើសិនជាក្នុងករណីបែបហ្នឹងអូយលោកសក្កាយាលើកសេណារីយ៉ូច្រើនណាខ្ញុំហត់ណាតាមសេណារីយ៉ូលោកសក្កាយាច្រើនណាតាមសេណារីយ៉ូមួយលេចចេញជាក់ស្ដែងសិនយើងទៅចែកគ្នាទៀតណាលោកសក្កាយាបាទអរគុណច្រើនអាដាមបាទអរគុណអាដាមចំណាយពេលវេលាសម្រាប់ការផ្សាយនៅពេលនេះបាទខ្ញុំបាទសូមអរគុណអាដាមបាទ